បាទខ្ញុំបានលោកគ្រូមហាជុំសូមលំអរលំអរកាយក្រាបថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពស់បំផុតសូមធ្វើសេចក្តីគោរពរាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុតថ្វាយប្រគេនជូនចំពោះសម្ដេចព្រះអង្គឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនកូនក្មួយសិស្សគុណទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតរបស់លោកគ្រូមហាជុំនៅថ្ងៃប្រហ័សទី9 ខែកក្កដាឆ្នាំ2026ម៉ោង 8:45 នាទីលោកគ្រូបានជួបលោកអ្នកបងប្អូនកូនក្មួយខ្ញុំអាក់ខានឡាយដោយសារខ្ញុំមានភារកិច្ចផ្ទាល់ខ្លួនទៅប្រទេសវៀតណាមអញ្ចឹងខ្ញុំត្រឡប់មកវិញហើយអញ្ចឹងសូមបងប្អូនកូនក្មួយចូលមកក្នុងទីនេះជួយ share ក៏ដូចជាជួយគ្រប់គ្រងលោកគ្រូហើយអញ្ជើញទៅ follow page ផងបាទបងប្អូនបាត់លោកគ្រូមហាជុំថាតើគ្រូមហាជុំទៅណាគឺខ្ញុំទៅប្រទេសវៀតណាមឥឡូវនេះខ្ញុំបានមកជួបនៅក្នុងថ្ងៃនេះគឺប្រធានបទគឺខ្ញុំនឹងមកទូទាយនៅរាសីសម្រាប់ថ្ងៃសុក្រទី10ស្អែកជូនដល់លោកអ្នកដូច្នេះលោកអ្នកប្រកាសជាចង់ដឹងថាតើរាសីរបស់យើងនៅថ្ងៃស្អែកហ្នឹងគឺនឹងមានជួបនៅរឿងអ្វីខ្លះរាសីឡើងឬមួយក៏ចុះអញ្ចឹងបងប្អូនកូនក្មួយចាំស្ដាប់ណាកុំអាលទៅណាលោកអ្នកចាំស្ដាប់ទាំងអស់គ្នាបងប្អូនខ្ញុំនឹងមកជម្រាបជូននៅរាសីសម្រាប់ថ្ងៃស្អែកជូនដល់លោកអ្នកខ្ញុំទៅវៀតណាម2ថ្ងៃខ្ញុំជាប់រវល់បងប្អូនបាទអញ្ចឹងទៅបងប្អូនខ្លះក៏អញ្ជើញមកផ្ទះអត់បានជួបឥឡូវនេះអញ្ជើញមកតាមធម្មតាខ្ញុំមិនទៅណាទេចាំទទួលបងប្អូនកូនក្មួយហើយអាណិតបងប្អូនដែលលោកខំមកពីឆ្ងាយមកចង់ជួបស្រាប់តែអត់បានជួបបាទអាណិតបំផុតគឺអាណិតកូនសិស្សដែលគាត់អញ្ជើញមកពីប្រទេសអាមេរិកគាត់មានបំណងមកជួបលោកគ្រូហើយគាត់ចង់ជួបយូរហើយឪពុកគាត់ស្លាប់ដូច្នេះគាត់មានពេលខ្លីដោយសារគាត់ជាប់រវល់បុណ្យឪពុកទៅហើយគាត់ត្រូវត្រឡប់ទៅវិញហើយគាត់មកជួបខ្ញុំអត់បានជួបគឺសោកស្ដាយហើយខ្ញុំក៏បានជូនដំណឹងទៅគាត់ដែរថាខ្ញុំសម្រាប់បាទប៉ុន្តែមិនអីទេគង់មានថ្ងៃមាននិស្ស័យព្រោះអ្វីគឺវាលើនិស្ស័យបងប្អូនកូនក្មួយណាបាទតែនិស្ស័យដល់ហើយតែនិស្ស័យមិនទាន់ដល់ឃើញខំមកហើយនៅតែអត់បានជួបទៅទៀតអញ្ចឹងមិនអីទេបងប្អូនដរាបណាខ្ញុំនៅមានជីវិតបងប្អូននៅមានជីវិតយើងគង់តែបានជួបគ្នាទេបាទអាភឹមគាត់ថាលោកគ្រូទាយឈុតពេកហើយចំណែករ៉ានីជំរាបសួរលោកគ្រូបាទជំរាបសួរលោកអ្នកទាំងអស់គ្នាណាបាទលោកអ្នកជូនពរឲ្យហេងទាំងអស់គ្នាជូនពរឲ្យជោគជ័យទាំងអស់គ្នាណាហើយខ្ញុំមួយរយៈនេះក៏មិនសូវបានឡាយឲ្យទៀងទាត់ដែរដោយបានជំរាបជូនអញ្ចឹងគឺហត់នឿយបាទហើយសុខភាពអត់ស្ទាន់ល្អមួយរយៈនេះរៀងមានបញ្ហាសុខភាពបន្តិចបាទខ្ញុំឈឺកាពះបងប្អូនបាទដោយសារគ្រាន់តែអត់បាយទោះទាយភ្ញៀវមកច្រើនអញ្ចឹងទៅវាដាច់បាយថ្ងៃខ្លះដាច់មួយថ្ងៃវល់ល្ងាចក៏មានដែរតែជួបសិស្សហើយគឺខ្ញុំលែងទទួលទានដែរហើយពេលខ្លះខ្ញុំរក្សាសិលខ្ញុំកាន់អបោសុតគេឲ្យទទួលទានបាយត្រឹមម៉ោង12ថ្ងៃត្រង់អញ្ចឹងយើងដល់ទៅស្រាប់ដល់លើសម៉ោងអញ្ចឹងក៏លែងទទួលទៅអញ្ចឹងក៏អត់រហូតទៅបាទអញ្ចឹងវាធ្វើឥឡូវឈឺកាពះហើយបាទហើយរាងកាយនេះទ្រោមណាបាទទ្រោមឲ្យគ្រូចេះឈឺដែរលើលោកនេះសូម្បីតែព្រះសម្មាសម្ពុទ្ធក៏អាពាហ៍ដែរក៏ប្រឈួនដែរមិនមែនតែគ្រូទេខ្ញុំឈឺកាពះបងប្អូនជំរាបធំទៅឈឺខ្ញុំចេះឆ្ងល់ខ្ញុំហូបម្ទេសទៅវាកាហាយយើងញ៉ាំម្ទេសមិនតិចក៏កាហាយដែរមិនតិចទៅអត់ដូចយើងស្មាទោសបងប្អូនណាកុំប្រកាន់បត់ជើងទៅបត់ជើងធំស្រាប់តែកាហាយហ្មងដល់អញ្ចឹងទៅខ្ញុំដឹងថាខ្ញុំអត់ដឹងខ្លួនខ្ញុំឈឺអីទេស្រាប់តែខ្ញុំទៅពិនិត្យទៅពូវៀនអត់មានទេហើយវាទៅឈឺកាពះអញ្ចឹងក៏លាបថ្នាំកាពះទៅហើយគ្រូពេទ្យសនំពរថាឲ្យខ្ញុំនឹងកុំទទួលទានកុំអត់បាយតទៅទៀតដល់អញ្ចឹងឥឡូវសុំដាក់សិលណាចិត្តនឹងនៅតែរក្សាទេសិលនឹងប៉ុន្តែសុំដាក់មួយរយៈសិនចាំសុខភាពជាចាំយើងបន្តទៅទៀតព្រោះកាលណាយើងសុំសិលយើងត្រូវអត់បាយអញ្ចឹងណាបាទអញ្ចឹងចូលព្រះភាសាខាងមុខនេះគឺត្រូវអត់បាយ3ខែពេញហូបមួយថ្ងៃទៅ2ពេលដូចលោកអញ្ចឹងប៉ុន្តែឥឡូវហូបលែងបានហើយដោយសារតែមានបញ្ហាសុខភាពអញ្ចឹងសុំគេហៅថាផ្អាកសិនចាំសុខភាពល្អចាំធ្វើសិលបន្តទៅទៀតហើយបើសុខភាពមិនល្អទេគឺអត់មានអ្នកណាទៅរក្សាសិលតទៅទៀតទេអញ្ចឹងបងប្អូនណាបាទសូមជម្រាបរាយការណ៍ជូនបាទនេះធ្វើដល់គ្រូហើយនៅឈឺទៀតអានឹងរូបគៀបជាធិណាត្រូវតែមានអញ្ចឹងបងប្អូនជូនពរឲ្យបានសុខសប្បាយកាក់កបហើយបើជំងឺរូបកាយហ្នឹងគឺមើលទៅពេទ្យទៅប៉ុន្តែបើសិនតែឧបមាថាឈឺហើយទៅពេទ្យមើលអត់ឃើញឈឺទៅពេទ្យមើលអត់ឃើញបាទគឺថាយើងឈឺយើងទៅពេទ្យមើលអត់ឃើញអាហ្នឹងគឺមិនមែនជំងឺផ្លូវក្នុងទេអាហ្នឹងហៅជំងឺផ្លូវកងឹតអាហ្នឹងគឺទៅរកគ្រូរកមកដោះចេញប៉ុន្តែបើទៅមើលពេទ្យហើយអ្នកឯងកាពះហើយអ្នកឯងពូវៀនហើយអ្នកឯងហ្នឹងកើតជំងឺអីហើយព្យាបាលតាមពេទ្យទៅប៉ុន្តែបើទៅពេទ្យហើយមើលមិនឃើញឆ្លោះអេកូឆ្លោះអីបូមឈាមទៅពិនិត្យហើយគឺមើលមិនឃើញអាហ្នឹងមានតែរកផ្លូវកងឹតហើយខ្ញុំចេះមើលផ្លូវកងឹតបើខ្ញុំដឹងតែខ្លួនឯងឈឺផ្លូវកងឹតហ្នឹងខ្ញុំដោះខ្លួនឯងបាត់ហើយបាទមានតែពិបាកស្អីប៉ុន្តែអានេះបើឈឺមិនត្រូវទៅពេទ្យមែនទេអញ្ចឹងបងប្អូនកុំងងឹតណាឈឺទៅពេទ្យហើយបើទៅពេទ្យហើយមើលមិនឃើញទេទៅពេទ្យមើលអត់ឃើញទេប៉ុន្តែយើងឈឺនៅតែឈឺប៉ុន្តែពេទ្យថាយើងអត់ឈឺអាហ្នឹងគឺយើងត្រូវតែគេហៅថាធរណេះរនោះគេលោបវាខុសជាដូនជាតាខុសកងម៉ាឬមួយក៏ខុសរឿងអ្វីមួយឬមួយក៏មានអ្នកដែលប៉ុនប៉ងស្អប់យើងធ្វើបាបយើងដោយប្រការណាមួយអាហ្នឹងវាមានបងប្អូនខ្លះសម័យឆ្នាំ2026មិនជឿទេរឿងអស់ហ្នឹងបងប្អូនមិនជឿប៉ុន្តែបើតលតែរឿងទាំងអស់នេះធ្លាក់មកលើគ្រួសាររបស់បងប្អូនបានបងប្អូនដឹងបាទហើយខ្ញុំលោកគ្រូមហាជុំខ្ញុំជឿព្រោះខ្ញុំជួបហើយខ្ញុំជឿថាបងប្អូនទាំងអស់ដែលកំពុងតែទស្សនាការ live ហ្នឹងក៏ជួបប្រទះនៅរឿងទាំងអស់ហ្នឹងដែរបាទយល់ទេបងប្អូនខ្លះអត់ជឿទេមិនជឿអាហ្នឹងជារឿងរបស់បងប្អូនប៉ុន្តែខ្ញុំជឿប៉ុន្តែអ្នកដែលមិនជឿហ្នឹងបើសិនជារឿងទាំងអស់ហ្នឹងធ្លាក់លើគ្រួសារគាត់បានគាត់ជឿ
បាទនិយាយរឿងពិតមកអារឿងអំពើហ្នឹងរឿងផ្លូវងងឹតហ្នឹងគឺមានពិតមែនបាទកាលខ្ញុំនៅពីតូចនៅស្រុកខ្ញុំមានពូមួយឈ្មោះពូរ៉ាន់ហ្នឹងគាត់អ្នកលេងភ្លេងខ្មែរគេលេងភ្លេងខ្មែរអញ្ចឹងគេហៅគាត់ហ្នឹងទៅលេងភ្លេងខ្មែរនៅឯស្រុកលើគេហៅស្រុកលើស្រុកព្រៃណាបាទជំនាន់ខ្ញុំពីក្មេងនៅខេត្តខ្ញុំគឺហៅខេត្តកំពង់ចាមអញ្ចឹងទៅតែ20-30 គីឡូពីកំពង់ចាមទៅស្រុកព្រៃហើយអញ្ចឹងសម្បូរណាស់អ្នកដែលគេចេះមុនអាគមគាថាហើយមនុស្សកាលពីសម័យនោះគឺគេហៅថាមនុស្សអាត្មានិយមឲ្យតែអ្នកណាមួយខ្លាំងជាងគឺប៉ះពាល់ធ្វើហើយអញ្ចឹងពូរ៉ាន់ហ្នឹងគាត់អ្នកលេងភ្លេងគាត់បកកែខាងកាន់តាខេហើយគាត់ចេះជ្រាបទៀតអញ្ចឹងគាត់ទៅលេងភ្លេងនៅស្រុកលើហ្នឹងទៅលេងការអញ្ចឹងគាត់វាបកកែពេកហើយធម្មតាមនុស្សបកកែមានអំនួតមនុស្សបកកែមានអំនួតណាបងប្អូនបាទមនុស្សបកកែមានអំនួតបើអញ្ចឹងលេងទៅវាដូចអំនួតអញ្ចឹងទៅអ្នកស្រុកលើហ្នឹងគេស្អប់មកវិញណាបងប្អូនឈឺរហូតតស្លាប់ហើយបងប្អូនជឿមិនជឿទេក៏ហិចទៅទៅពេទ្យទៅដល់ពេទ្យនៅស្រុកពេញហើយទៅដល់ស្រុកយួនទៀតនៅតែមិនជានៅតែមើលមិនឃើញអត់ដឹងថាគាត់នឹងឈឺអីទេយល់ទេដល់ពេលចុងក្រោយពេទ្យកវីក្បាលបងប្អូនពូឆុកទៅឃើញអាលួយគ្រឿងក្នុងអស់លីងដល់អញ្ចឹងអស់តែម៉េះពេទ្យថាឥឡូវមើលមិនជាទេជំងឺហ្នឹងមករកគ្រូខ្មែរនៅស្រុកខ្ញុំហ្នឹងខាងត្បូងឃ្មុំហ្នឹងមានគ្រូមួយបកកែខាងដោះអំពើហើយគាត់ស្លាប់បាត់ហើយអញ្ចឹងគ្រូហ្នឹងម៉ែក់មើលគាត់និយាយហ្មងគាត់ថាណែទៅលេងភ្លេងនៅស្រុកលើហើយគេចំណែនគេធ្វើដល់អញ្ចឹងត្រូវយ៉ាងម៉េចត្រូវធ្វើម៉េចបានដោះអំពើនឹងបានហើយវាហួសពេលទៅទៀតហើយគាត់ថាគាត់មិនធានាទេប៉ុន្តែគាត់នឹងជួយអស់ផលិតភាពប៉ុន្តែអាអំពើនឹងវាស៊ីរាងកាយអស់ទៅអញ្ចឹងគាត់ឲ្យរហូមស្មាតូនណាបងប្អូនខ្ញុំនិយាយរឿងនេះកុំខឹងគាត់ឲ្យរគេហៅថានឹងគួរនិយាយឬអត់ទេប៉ុន្តែសូមអធិស្ឋានមុនណាបើនិយាយទៅខុសគាត់ឲ្យគេហៅថារោមណាបងប្អូនចាស់ពីដើមមិនដឹងសុំទោសណារោមគេខ្មាស់របស់មនុស្សស្រីហ្នឹង7នាក់ហើយស្រីកំមុំព្រំចារីទៀតចំនួនមុនស្រីកំមុំព្រំចារីស្រួលរកសម័យឡើងពិបាករោនទីអញ្ចឹងស្មាតទៅឲ្យរោមហ្នឹង7សរសៃរោមប្រដាប់ភេទណារបស់ស្រីកំមុំព្រំចារីហ្នឹង7នាក់យកមកកំឡោចជាមួយនឹងស្អីចឹងទៅកំឡោចហើយយកមកកូរទឹកហ្នឹងឲ្យពូរ៉ាន់ហ្នឹងផឹកស្រាប់តែពូរ៉ាន់ហ្នឹងផឹកមកបងប្អូនខ្ញុំឃើញទៅហ្នឹងអង្គុយនៅទល់មុខគ្នាហ្នឹងខ្ញុំអង្គុយមើលខ្ញុំនៅទូចចំនួនហ្នឹងមិនទាន់ធំអាយុរឿងហ្នឹងវាកើតឡើង30ឆ្នាំជាងហើយបើខ្ញុំឥឡូវ40ជាងហើយកំឡោចឲ្យផឹកលាយទឹកគ្រាន់តែផឹកមកកូនណាគឺបាន5នាទីមកតាមមាត់មកតាមក្រោមមកតាមមាត់ហើយអត់មានដាក់ថ្នាំបញ្ចុះអីដូចគ្រូអស់ឥឡូវឲ្យស្អីដាក់ថ្នាំបញ្ចុះអត់ទេណាមកហ្មងបងប្អូនមានស្បែកគោមានសក់កដាច់មានដៃគោច្រេះមកទាំងអស់ហើយអត់មានឆ្ពិនទេគ្រាន់តែអ្នកខាងថាឆ្ពិនភ្នែកត្រឡោកយើងអាត្រឡោកដូងសុកពីដើមគេប្រើត្រឡោកដូងអញ្ចឹងកំឡោចអាថ្នាំហ្នឹងឲ្យដាក់ចូលត្រឡោកដូងចាក់ទឹកក្តៅផឹកហ្នឹងគោផឹកមកហួរតាមមាត់ផងរៀកតាមទ្វារក្រោមផងមកឃើញអស់មានទាំងស្បែកក្បីមានដៃគោលមានអីទៀតគ្រាន់តែមកហើយធ្លាក់មកអស់បញ្ឈរភ្នែកដាច់ខ្យល់ស្លាប់ភ្លាមរឿងពិតនេះស្លាប់មូលហេតុដោយសារគាត់អ្នកចេះខាងភ្លេងឧបករណ៍បុរាណណាបាទបុរាណហ្នឹងបែកចិត្ត9មកគាត់លេងភ្លេងបកាយពេកលោកតាឆេងផុនចំណងហ្នឹងរដ្ឋមន្ត្រីក្រសួងវប្បធម៌ឃោសនាការហ្នឹងទៅខាងហ្នឹងឃើញចង់អញ្ជើញគាត់មកហើយគាត់មកដល់ភ្នំពេញហើយពាក្យខ្មែរគេថាអញ្ចេះនៅត្រឡប់ទៅវិញអញ្ចឹងក៏ស្លាប់ដោយសារអំពើហើយមនុស្សមុំគ្រាន់តែទៅលេងភ្លេងមកវិញធ្លាក់ខ្លួនឈឺក្រឹបបងប្អូនហើយគាត់ទៅចុះមកថាស្អុយហ្មងក្នុងថាក្អួតចេញមកដាក់ភ្លាមក្អួតភ្លាមស្អុយថាដូចកម្រងអញ្ចឹងហើយក៏ស្លាប់ពូរ៉ាន់ទឹកសពថ្ងៃហ្នឹងទៅរឿងពិតបាទរឿងពើហ្នឹងណានិយាយចេះបែកបងប្អូនណាជឿទៅបងប្អូនណាមិនជឿទេក៏ហិចទៅប៉ុន្តែខ្ញុំមួយរយៈនេះខ្ញុំអត់និយាយទេព្រោះឃើញបងប្អូនមួយចំនួនលោកប្រមាថបាទប្រមាថយ៉ាងម៉េចបើមិនជឿទេហិចទៅនៅតែក្នុងចិត្តទៅហើយប្រមាថទៅទៀតប្រមាថថាវាមិនស្អីហ្នឹងហើយកាលណាខ្ញុំនិយាយដូចនាំបាបដាក់អ្នកទាំងអស់ក្នុងអញ្ចឹងគាត់អត់ជឿហើយដល់ពេលគាត់មិនជឿគាត់ប្រមាថអញ្ចឹងវាបាបយល់ទេព្រោះរឿងវាមានពិតហើយបងប្អូនទាំងអស់នៅក្នុង LINE វាសិតតែធ្លាប់ដឹងធ្លាប់ឮហើយទោះមិនបានឃើញពិតក៏ឮម៉ែឮឪនិយាយដែរហើយខ្ញុំឃើញផ្ទាល់រឿងវាទាំងអស់ហ្នឹងវាអញ្ចឹងហើយនៅរឿងច្រើនទៅទៀតណាដែលមកចង់និយាយប្រាប់ប៉ុន្តែប៉ុណ្្នឹងចោះមកជួបជាមួយនឹងការទូទាញនៃជោគជតារាសីវិញបងប្អូនកូនក្មួយណាបាទហើយខ្ញុំបន្តិចទៀតខ្ញុំនឹងស្អីទៅខ្ញុំនឹងឆ្លើយសំណួររបស់បងប្អូនបន្តទៅទៀតណាអញ្ចឹងបងប្អូនកូនក្មួយដល់ពេលវេលាដែលលោកគ្រូម៉ែអីទៅគ្រូមហាជុំនឹងម៉ែរាសីបាទជូនដល់លោកអ្នកអញ្ចឹងបងប្អូនកូនក្មួយចាំស្ដាប់នៅរាសីរបស់លោកអ្នកថាតើថ្ងៃស្អែកហ្នឹងរាសីរបស់លោកអ្នកយ៉ាងម៉េចដែរបាទឡើងចុះឬមួយក៏យ៉ាងម៉េចដែរបាទខ្ញុំបានទូទាយជូនរួចហើយអញ្ចឹងបងប្អូនកូនក្មួយទាំងអស់គ្នាសូមត្រៀមដើម្បីស្ដាប់នៅរាសីទាំងអស់គ្នាបាទបងប្អូនខ្ញុំសូមទូទាយនៅជោគជតារាសីសម្រាប់ថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026ជូនដល់លោកអ្នកដោយលោកអ្នកធ្លាប់ស្ដាប់នៅរាសីប្រចាំថ្ងៃដែលខ្ញុំបានទូទាយលោកអ្នករួចហើយគឺខ្ញុំតែងតែចែករំលែកនៅលេខសំណាងក៏ដូចជាពណ៌សំណាងដូច្នេះបើប្រសិនបើបងប្អូនជឿជាក់បងប្អូន comment នៅលេខសំណាងរបស់បងប្អូនណាបាទ comment លេខសំណាងហើយ share នៅវីដេអូនេះដាក់លេខសំណាងចំណែកឯពណ៌សំណាងគឺជាពណ៌ដែលយើងគុណគូឡើងដើម្បីឲ្យលោកអ្នកប្រើជាសម្លៀកបំពាក់ពាក់ទៅហេង
ចឹងបងប្អូនកូនក្មួយកុំភ្លេច comment លេខសំណាងហើយនឹងប្រើពណ៌សំណាងហើយ share វីដេអូដាក់លេខសំណាងខ្ញុំសូមផ្ដើមទូទាយនៅរាសីជូនជាដំបូងគឺលោកអ្នកដែលកើតនៅឆ្នាំជូតរាសីសម្រាប់ថ្ងៃសុក្រទី10 ខែកក្កដាឆ្នាំ2026អ្នកដែលកើតឆ្នាំជូតរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតបាទអ្នកកើតឆ្នាំជូតឡើងខ្ពស់ត្រដែតលេខសំណាងគឺលេខ233ចំណែកពណ៌សំណាងពណ៌លឿងបងប្អូនលោកអ្នកដែលកើតនៅឆ្នាំជូតបងប្អូន comment លេខសំណាង233 share វីដេអូលោកគ្រូដាក់លេខ233ពណ៌សំណាងពណ៌លឿងរាសីរបស់លោកអ្នកនៅថ្ងៃសុក្រនេះឡើងខ្ពស់ត្រដែតរាល់កិច្ចការងាររកស៊ីមុខចំនួនជួញដូរមុខរបរតូចធំគឺល្អប្រសើរកិច្ចការងារទាំងឡាយទាំងពួងចំនួនជួញដូរគឺល្អណាស់អញ្ចឹងសូមជូនពរឲ្យលោកអ្នកទាំងអស់មានលៀបមានជ័យសុខសប្បាយលោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នក comment លេខសំណាងគឺលេខ233ចំណែកពណ៌សំណាងគឺលោកអ្នកប្រើសម្លៀកបំពាក់ពណ៌លឿងបាទលោកអ្នកដែលកើតនៅឆ្នាំឆ្លូវរាសីរបស់លោកអ្នកក៏ឡើងខ្ពស់ដដែលដែរលោកអ្នកដែលកើតឆ្នាំឆ្លូវសូមលោកអ្នក comment នៅលេខសំណាងបងប្អូនកូនក្មួយលេខ966ពណ៌សំណាងគឺពណ៌ក្រហមរាសីរបស់លោកអ្នកនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026សូមលោកអ្នក comment លេខសំណាងគឺលេខ966ពណ៌សំណាងពណ៌ក្រហមរាសីរបស់លោកអ្នកឡើងខ្ពស់ដដែលរាល់កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវនៅថ្ងៃទី10នេះគឺល្អប្រសើរដាក់ចុះដោះឡើងរកស៊ីមានបានកកករីកចម្រើនអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំឆ្លូវលោកអ្នកសប្បាយរីករាយលោកអ្នកនឹងទទួលបានលៀបសំណាងសូមលោកអ្នកកុំភ្លេចលោកអ្នកពាក់អាវពណ៌ក្រហមចំណែកលេខសំណាងគឺលេខ966 share វីដេអូលោកគ្រូដាក់លេខ966លោកអ្នកដែលកើតនៅឆ្នាំខាលរាសីរបស់លោកអ្នកនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026នេះក៏រាសីលោកអ្នកឡើងខ្ពស់ត្រដែតដែរលោកអ្នកដែលកើតនៅឆ្នាំខាលលេខសំណាងរបស់លោកអ្នកគឺលេខ195ចំណែកពណ៌សំណាងគឺពណ៌ប្រផេះលោកអ្នកដែលកើតនៅឆ្នាំខាលលេខសំណាងលេខ195ពណ៌សំណាងពណ៌ប្រផេះរាសីរបស់លោកអ្នកនៅថ្ងៃសុក្រទី10នេះក៏ឡើងខ្ពស់ត្រដែតដែរកិច្ចការងារចំនួនជួញដូរមុខរបររកស៊ីទាំងឡាយទាំងពួងគឺល្អប្រសើរកិច្ចការងារប្រចាំថ្ងៃក៏រលូនចំណែកឯរឿងរ៉ាវស្នេហាក៏មានភាពផ្អែមល្ហែមការធ្វើដំណើរគឺមានសុវត្ថិភាពអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំខាលសប្បាយចិត្តរីករាយដើម្បីលោកអ្នកទទួលបានលៀបសំណាងនៅថ្ងៃទី10ថ្ងៃសុក្រនេះពីព្រោះរាសីរបស់យើងគឺឡើងខ្ពស់ដដែលបងប្អូន comment លេខសំណាងលេខ195ចំណែកពណ៌សំណាងគឺយើងប្រើពណ៌ប្រផេះអ្នកកើតឆ្នាំខាលពាក់អាវពណ៌ប្រផេះណាបាទលោកអ្នកដែលកើតនៅឆ្នាំថោះបងប្អូនរាសីរបស់លោកអ្នកនៅថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026លោកអ្នកលេខសំណាងអ្នកកើតឆ្នាំថោះលេខ432ពណ៌សំណាងពណ៌ខៀវបាទលោកអ្នកដែលកើតឆ្នាំថោះលេខសំណាងលេខ432ពណ៌សំណាងពណ៌ខៀវលោកអ្នកកុំភ្លេច comment លេខសំណាងហើយ share វីដេអូដាក់លេខសំណាងផងលោកអ្នកដែលកើតឆ្នាំថោះនៅថ្ងៃសុក្រស្អែកនេះគឺលោកអ្នកមិនសប្បាយរីករាយនៅក្នុងចិត្តទេលោកអ្នកនឹងមាននៅរឿងមួម៉ងនឹងមាននៅរឿងមិនសប្បាយនៅក្នុងចិត្តដែលអ្នកដែលនៅជុំវិញខ្លួននឹងធ្វើຕົកបុកម្នេញធ្វើឲ្យយើងនឹងមិនសប្បាយមិនរីករាយការលះបង់ការខិតខំប្រឹងប្រែងរបស់យើងគឺគេមើលមិនឃើញបាទអញ្ចឹងវាត្រូវជួបនៅរឿងរ៉ាវមួយចំនួនសម្រាប់លោកអ្នកដែលកើតឆ្នាំថោះយើងត្រៀមខ្លួនទទួលយកហើយយើងក៏គេហៅថារំដោះនៅទុកទាំងអស់នោះហើយកុំក្រោតណាមនុស្សយើងខឹងដោយសារការប្រកាន់ប៉ុន្តែបើអស់ការប្រកាន់នេះគឺលែងខឹងហើយបាទអញ្ចឹងកុំកលាក់ចោលទៅអញ្ចឹងអ្នកដែលកើតឆ្នាំថោះគឺមានរឿងអន់សពុនចិត្តច្រើនប៉ុន្តែមិនជាអ្វីទេណាបាទលោកអ្នកស្អែកពាក់អាវពណ៌ខៀវណាចំណែកលេខសំណាង432ហើយ share វីដេអូលោកគ្រូដាក់លេខ432អ្នកដែលកើតឆ្នាំរោងលោកអ្នកលេខសំណាងគឺលេខ691ពណ៌សំណាងពណ៌ស្លាទុំអ្នកកើតឆ្នាំរោង comment លេខសំណាងលេខ691ពណ៌សំណាងគឺពណ៌ស្លាទុំរាសីរបស់លោកអ្នកក៏មិនសូវជាល្អប្រហែលដែរនៅថ្ងៃទី10ថ្ងៃសុក្រនេះលោកអ្នកគឺនឹងជួបនៅរឿងមួម៉ៅក្តៅកាហាយណាលោកអ្នកនឹងជួបរឿងមួម៉ៅក្តៅកាហាយមានគេមកធ្វើឲ្យយើងនឹងក្តៅមានគេមកធ្វើឲ្យយើងនឹងមិនសប្បាយនៅក្នុងចិត្តអញ្ចឹងលោកអ្នកដែលកើតឆ្នាំរោងគឺខੰតីហើយកុំមួម៉ៅកុំក្តៅកាហាយណាសម្រួលកាលណាខੰខុសគឺខੰខាតហើយកាលណាតែមួម៉ៅនឹងអត់ល្អទេនៅក្នុងខែ7នេះដោយសារខែ7គឺជាខែមួយដែលយើងធ្វើមិនឲ្យមនុស្សកុំច្រឡោតចិត្តត្រជាក់ណាអ្វីអ្វីវានឹងល្អប្រសើរសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងអញ្ចឹងអ្នកដែលកើតឆ្នាំរោងលេខសំណាងបងប្អូនលេខ691ពណ៌សំណាងគឺពណ៌ស្លាទុំណាបាទលោកអ្នកដែលកើតឆ្នាំម្សាញ់លេខសំណាងរបស់បងប្អូននៅថ្ងៃទី10ខែកក្កដាឆ្នាំ2026គឺលេខ118ពណ៌សំណាងពណ៌ស្លែណាលោកអ្នក comment លេខសំណាងលេខ118ចំណែកពណ៌សំណាងគឺពណ៌ស្លែរាសីរបស់លោកអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នដែរពីព្រោះស្អែកនេះគឺអាចនឹងមានគេមើលងាយបងប្អូនបន្ទាប់ពីមើលវីដេអូនេះហើយខ្ញុំនឹងកាត់វីដេអូនេះបង្ហោះស្អែកម្ដងទៀតអញ្ចឹងបងប្អូនកូនក្មួយឆ្ងល់ថ្ងៃនេះថ្ងៃទី10ហើយហេតុអីបានលោកគ្រូមហាជុំថាស្អែកទៅទៀតព្រោះយើងមើលមុនមួយថ្ងៃមើលពីល្ងាចណាល្ងាចហ្នឹងខ្ញុំឡាយបន្ទាប់ពីខ្ញុំឡាយចប់កូនសិស្សគេកាត់វីដេអូនេះឲ្យខ្លីដើម្បីស្រួលយកទៅដាក់មួយទៀតអញ្ចឹងពេលខ្លះឮថាអូរាសីយើងថ្ងៃសុក្រទី10ប៉ុន្តែស្អែកហ្នឹងដោយសារខ្ញុំឡាយពីយប់ហើយស្អែកហ្នឹងគឺគេដាក់ម្ដងទៀតអញ្ចឹងកុំសង្ស័យអញ្ចឹងលោកអ្នកដែលកើតឆ្នាំម្សាញ់គឺត្រូវបានគេមើលងាយត្រូវបានគេមិនឲ្យតម្លៃកន្លែងណាឲ្យតម្លៃយើងទៅកន្លែងណាមិនឲ្យតម្លៃយើងកុំទៅណាព្រោះអ្នកកើតឆ្នាំម្សាញ់ជីវិតនេះគឺលះបង់ហើយគេមើលមិនឃើញប៉ុន្តែមិនអីទេណាឲ្យតាមតាណាទៅអញ្ចឹងអ្នកកើតឆ្នាំម្សាញ់រាសីរបស់យើងគឺនៅថ្ងៃសុក្រទី10នេះគឺលោកអ្នកត្រៀមចិត្តហើយមិនបាច់ខ្វល់ពីអ្នកដទៃទេណាព្រោះគេមើលងាយយើងក៏មើលទៅបើគេមើលងាយយើងខឹងអាហ្នឹងគឺគេសប្បាយចិត្តប៉ុន្តែបើគេមើលងាយយើងហើយយើងមិនខឹងអាហ្នឹងគឺយើងមិនសប្បាយគឺគេនឹងចាញ់យើងយល់ខ្ញុំនិយាយអត់បើគេមើលងាយយើងខឹងអាហ្នឹងប្រៀបបានដូចគេយកដុំដែកមកបោះលើយើងអញ្ចឹងហើយយើងទទួលក៏ប៉ុន្តែបើសិនជាយើងមិនខឹង
បើយើងអត់ខឹងទេគឺគេនឹងខឹងខ្លួនឯងទៅអញខំមើលងាយវាអត់ខឹងអាហ្នឹងយើងនឹងយកឈ្នះណាបាទក្តៅស៊ីបានតែរយៈឯងប៉ុន្តែបើយើងតិចស៊ីបានជ្រៅបងប្អូនអ្នកកើតឆ្នាំម្សាញ់ណាអ្នកណាក៏ដោយមិនមែនតែម្សាញ់ទេឲ្យតែត្រូវបានគេមើលងាយយើងយកទុនទៅប្រក្រាបរឹងណាបងប្អូនអ្នកកើតឆ្នាំម្សាញ់លេខសំណាងគឺលេខ118បងប្អូនខមមិនទៅហើយបងប្អូនពាក់អាវពណ៌ស្លែបងប្អូននឹងហេងបងប្អូននឹងកាក់កបនឹងជោគជ័យបងប្អូនកូនក្មួយសម្រាប់លោកអ្នកដែលមានវិបត្តិរឿងស្នេហាវិបត្តិរឿងស្នេហាហ្នឹងគឺប្តីប្រពន្ធមិនត្រូវគ្នាប្តីនិយាយមិនស្ដាប់ឬមួយក៏ប្តីមានស្រីទៅធ្វើការគេមិនសូវខ្វល់គេមិនសូវកាក់កបគេមិនសូវគិតពីយើងទាំងអស់នេះគឺសិតតែជារឿងមួយដែលជាក្តីកង្វល់បងប្អូនសិតតែជារឿងក្តីកង្វល់គេថាបើចង់ស្រកគីឡូដោយមិនបាច់លេបថ្នាំសម្រកដោយមិនបាច់អត់អាហារគឺមានតែប្តីមានស្រីស្រកគីឡូលឿនណាស់បាទអញ្ចឹងឥឡូវនេះបើសិនបងប្អូនមានបញ្ហាទាំងអស់នេះបងប្អូនលោកគ្រូមហាជុំគឺអាចជួយបងប្អូនបានបងប្អូនប្តីមានស្រីប្តីមិនស្ដាប់បង្គាប់ប្តីមិនឲ្យលុយឬមួយក៏គូស្នេហ៍មិនសូវស្ដាប់គ្នាឈ្លោះប្រកែកគ្នាច្រើនបងប្អូនជាវកម្មួនស្នេហ៍ស័ក្តិសិទ្ធិលោកគ្រូមានកម្មួនស្នេហ៍ស័ក្តិសិទ្ធិដើម្បីរៀបចំឲ្យបងប្អូនយកទៅប្រើទៅគឺបងប្អូននឹងទទួលបាននៅសេចក្តីស្នេហាស្មោះមួយនឹងមួយហើយប្តីលែងមានស្រីចឹងប្រកែកណាកម្មួននឹងខាងប្តីមានស្រីមានញីប្តីនិយាយមិនស្ដាប់អីហ្នឹងហើយក្មួយដែលធ្វើការខាងសេវាកំសាន្តចង់ឲ្យគេអាណិតចង់ឲ្យគេស្រឡាញ់មានលុយចូលលុយធីបអីក៏អាចប្រើកម្មួនស្នេហ៍ស័ក្តិសិទ្ធិនេះយកទៅប្រើបានដែរណាបងប្អូនណាប្រកែកស័ក្តិសិទ្ធិណាយកទៅប្រើទៅហើយអ្នកដែលលក់ដូរចង់ឲ្យលក់ដូរដាច់មានស្នេហ៍មុខក៏យកទៅប្រើបានចំណែកអ្នកដែលធ្វើការចង់ឲ្យច្បាយនាយចង់ឲ្យចុះសម្រងមានគេអាណិតស្រឡាញ់ក៏យកទៅប្រើបានអញ្ចឹងប្រកែណាសម្រាប់លោកអ្នកដែលជួបមនុស្សច្រើនហើយចង់បានលៀបសក្ការៈលោកអ្នកអាចជាវនៅកម្មួនស្នេហ៍នេះយកទៅប្រើបានហើយប្រកែខ្លាំងបំផុតគឺរឿងប្តីមានស្រីស្នេហាមិនចុះសម្រងឬមួយក៏មានបញ្ហាស្នេហាអញ្ចឹងលោកអ្នកអាចជាវបានកម្មួនហ្នឹងណាបងប្អូនណាបាទបើចង់បានឆាតចូលពេកឬមួយក៏ទំនាក់ទំនងតាមលេខទូរស័ព្ទដែលយើងបានដាក់ជូននៅលើអេក្រង់ទូរស័ព្ទនេះបងប្អូនបើជាវកម្មួនហ្នឹងលោកអ្នកយកទៅប្រើទៅលោកអ្នកហេងហើយកម្មួនស្នេហ៍ស័ក្តិសិទ្ធិណាបាទអញ្ចឹងបងប្អូនខ្ញុំសូមបន្តទៀតមិញខ្ញុំទូទាញដល់ឆ្នាំម្សាញ់ចឹងឆ្នាំបន្តទៀតគឺឆ្នាំមមីបងប្អូនឆ្នាំមមីរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026ហ្នឹងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីលេខសំណាងលេខ732ពណ៌សំណាងពណ៌កគីបងប្អូនកូនក្មួយណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកខមមិនលេខសំណាងគឺលេខ732ពណ៌សំណាងពណ៌កគីរាសីរបស់លោកអ្នកនៅថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026នេះរាសីឡើងខ្ពស់ត្រដែតកិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីនេះគឺល្អកាក់កបជោគជ័យលោកអ្នកខមមិនលេខសំណាងទៅហើយ share វីដេអូដាក់លេខសំណាងគឺលេខ732លោកអ្នកដែលកើតនៅឆ្នាំប៉ប៉ែបងប្អូនឆ្នាំម៉ែរាសីរបស់លោកអ្នកក៏ឡើងខ្ពស់ត្រដែតដែរលេខសំណាងលេខ294ពណ៌សំណាងពណ៌សលោកអ្នកដែលកើតឆ្នាំប៉ប៉ែលេខសំណាងលេខ294ពណ៌សំណាងពណ៌សណារាសីនៅថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026លោកអ្នកដែលកើតឆ្នាំប៉ប៉ែនេះរាសីល្អខ្ពស់ត្រដែតដាក់ចុះដោះឡើងរកស៊ីមានបានកាក់កបជោគជ័យណាលោកអ្នកដែលកើតឆ្នាំប៉ប៉ែលោកអ្នកដែលកើតនៅឆ្នាំវើកលេខសំណាងបងប្អូនគឺលេខ918ចំណែកពណ៌សំណាងពណ៌ត្រាវរាសីរបស់លោកអ្នកនៅថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026នេះរាសីរបស់លោកអ្នកក៏ឡើងខ្ពស់ត្រដែតដែរបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំវើកលោកអ្នកហេងលោកអ្នកកាក់កបជោគជ័យព្រោះរាសីឡើងហើយលោកអ្នកពាក់អាវពណ៌ត្រាវណាបាទហើយលេខសំណាងរបស់លោកអ្នកគឺលេខ718លោកអ្នកដែលកើតនៅឆ្នាំរការាសីមិនល្អទេនៅក្នុងថ្ងៃទី10ខែកក្កដាឆ្នាំ2026បាទប៉ុន្តែមិនថ្មីទេទោះបីជារាសីមិនល្អក៏លោកអ្នកខមមិនលេខសំណាងទៅលោកអ្នកនឹងទទួលបានលៀបសំណាងគឺអ្នកដែលកើតឆ្នាំលកាលេខសំណាងលេខ199ពណ៌សំណាងគឺពណ៌ផ្កាឈូកបាទអ្នកដែលកើតឆ្នាំលកាគឺជួបរឿងខកចិត្តនៅថ្ងៃសុក្រទី10រឿងខកចិត្តហ្នឹងបានន័យថារឿងដែលយើងប៉ងរឿងដែលយើងនឹកថាវានឹងបានវាទៅជាមិនបានទៅវិញវាខកចិត្តបាទអញ្ចឹងអ្នកដែលកើតឆ្នាំលកានេះគឺជួបនៅរឿងខកចិត្តជួបនៅរឿងខកបំណងបងប្អូនណាបាទលោកអ្នកដែលកើតនៅឆ្នាំលកាសូមលោកអ្នកខមមិនលេខសំណាងគឺលេខ199បាទលេខ199គឺជាលេខនាំលៀបលេខនាំសំណាងចំណែកពណ៌សំណាងគឺពណ៌ផ្កាឈូកណាបងប្អូនកូនក្មួយណាបាទលោកអ្នកទាំងអស់គ្នាឆ្លៀតក្នុងឱកាសនេះប្រសិនបើលោកអ្នកទាំងអស់គ្នាមានបញ្ហាផ្លូវចិត្តមិនសប្បាយរីករាយធ្វើអ្វីមិនសូវបានជោគជ័យលក់ដូរអីមិនសូវបានកាក់កបដូចថាការងារធ្លាប់តែជោគជ័យវាទៅជាបរាជ័យរឿងដែលល្អវាទៅជាមិនល្អឧបសគ្គចូលមករហូតចង់ឲ្យល្អចង់ឲ្យជោគជ័យចង់ឲ្យរាសីឡើងចង់ឲ្យកាក់កបលោកអ្នកជាវនៅខ្សែដៃនេះយកទៅពាក់ខ្សែដៃនេះគេហៅថាខ្សែដៃខ្លាចក្រាត្បូង8ធាតុខ្សែដៃខ្លាចក្រាត្បូង8ធាតុនេះគឺជាខ្សែដៃដែលពាក់ជាប់នឹងដៃទៅនឹងចម្រើនជោគជ័យមានលៀបមានសំណាងហេងកាត់ឆុងលើករាសីហើយលក់ដូរដាច់ចំនួនជួញដូរមុខរបរតូចធំគឺល្អអញ្ចឹងអ្នកដែលកើតនៅឆ្នាំខាលទាំងអ្នកដែលកើតគ្រប់ឆ្នាំមិនមែនតែខាលមិនមែនតែលកាទេគឺពាក់តែខ្សែដៃខ្លាចក្រា8ធាតុនេះទៅលោកអ្នកនឹងហេងនឹងកាក់កបជោគជ័យហើយខ្សែដៃខ្លាចក្រាត្បូង8ធាតុនេះគឺបកាយស័ក្តិសិទ្ធិណាហើយបងប្អូនជាវខ្សែដៃនេះយើងមានយន្តទេវតាយើងមានយន្តជូនដល់លោកអ្នកបាទអញ្ចឹងយើងមានថែមយន្តទៅទៀតយន្តហ្នឹងជួយឲ្យបងប្អូនកាក់កបចម្រើនជោគជ័យអញ្ចឹងបងប្អូនជាវនៅខ្សែដៃខ្លាចក្រាត្បូង8ធាតុទៅគឺបងប្អូននឹងហេងគឺបងប្អូននឹងបានកាក់កបគឺបងប្អូននឹងទទួលបានជោគជ័យបាទអញ្ចឹងសូមជូនពរឲ្យបងប្អូនហេងទាំងអស់គ្នាកុំភ្លេចជាវនៅខ្សែដៃខ្លាចក្រាត្បូង8ធាតុនេះបងប្អូនណាបាទយកទៅពាក់ទៅរាសីឡើងកាក់កបជោគជ័យរីកចម្រើនបាទ
លោកអ្នកដែលកើតនៅឆ្នាំចបងប្អូនអ្នកដែលកើតឆ្នាំចរាសីសម្រាប់ថ្ងៃទី10ខែកក្កដាឆ្នាំ2026រាសីរបស់លោកអ្នកសូមលោកអ្នក comment នៅលេខសំណាងលេខ591ពណ៌សំណាងពណ៌កាហ្វេអ្នកដែលកើតឆ្នាំច comment លេខសំណាងលេខ591 share វីដេអូដាក់លេខ591ពណ៌សំណាងគឺពណ៌កាហ្វេលោកអ្នកប្រយ័ត្នបំផុតគឺនៅថ្ងៃសុក្រទី10នេះប្រយ័ត្នឆ្លោះគ្នាឆ្លោះជាមួយប្រពន្ធឆ្លោះជាមួយប្តីឆ្លោះជាមួយគូសង្សារអញ្ចឹងគឺមានតែការអត់ធ្មត់មានតែការខន្តីនោះលោកអ្នកដែលកើតនឹងឆ្នាំចគឺมันមានរឿងអីកើតឡើងទេប៉ុន្តែបើมันមានការអត់ធ្មត់មិនខន្តីទេគឺឆ្លោះហើយតែឆ្លោះហើយគឺខឹងខុសខឹងខាតដែរបងប្អូនបាទកូនចៅលោកអ្នកដែលកើតនៅឆ្នាំកុលអ្នកដែលកើតឆ្នាំកុលលេខសំណាងគឺលេខ861ចំណែកពណ៌សំណាងគឺពណ៌ផ្ទៃមេឃបាទអ្នកកើតឆ្នាំកុលលេខសំណាងលេខ861ពណ៌សំណាងគឺពណ៌ផ្ទៃមេឃរាសីរបស់លោកអ្នកនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026សម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលគឺលោកអ្នកប្រយ័ត្នប្រយែងសុខភាពបាទប្រយ័ត្នសុខភាពបន្តិចអ្នកដែលកើតឆ្នាំកុលពីព្រោះថាលោកអ្នកដែលកើតនៅឆ្នាំកុលសុខភាពរបស់លោកអ្នកគឺមិនសូវជាល្អប្រសើរប្រហែលទេលោកអ្នកអាចនឹងមានជំងឺឈឺថ្កាត់កើតឡើងអ្នកដែលកើតនៅឆ្នាំកុលអញ្ចឹងអ្នកកើតឆ្នាំកុលថែសុខភាពណាហើយអ្នកខ្លះគាត់ឈឺតាំងពីល្ងាចថ្ងៃទី9នឹងមកម្លេះបាទអញ្ចឹងមិនទាន់បានល្អប្រសើរទេអ្នកដែលកើតនៅឆ្នាំកុលអញ្ចឹងថែរក្សាសុខភាពបន្តិចណាបងប្អូនណាបាទព្រោះកាលណាតែឈឺហើយគឺពិបាកបន្តិចអ្នកដែលកើតឆ្នាំកុលហ្នឹងអញ្ចឹងសូមជូនពរដល់អ្នកដែលកើតឆ្នាំកុលទាំងអស់បាទកុំឲ្យឈឺណាបងប្អូនបាទបើឈឺឲ្យជាទៅឲ្យបានកុំឲ្យឈឺតទៅទៀតអញ្ចឹងរាសីសម្រាប់ថ្ងៃទី10ខែកក្កដាសូមបញ្ចប់ណាសូមជូនពរបងប្អូនជោគជ័យរីកចម្រើនបាទការទូទាយរាសីបានចប់ទេបងប្អូនប៉ុន្តែខ្ញុំអត់ទាន់ចប់ទេខ្ញុំគ្រូមហាជនខ្ញុំនឹងមកឆ្លើយនៅសំណួររបស់បងប្អូនកូនក្មួយបន្ថែមទៀតអញ្ចឹងបងប្អូនកូនក្មួយណាមានចម្ងល់អីចង់សួរនាំគឺខ្ញុំនឹងឆ្លើយជូនដល់លោកអ្នកបាទនឹងឆ្លើយជូនដល់លោកអ្នកណាលោកអ្នកណាបាទអញ្ចឹងលោកអ្នកណាមានចម្ងល់អីលោកអ្នកអាចសួរនាំទៅគ្រូបានខ្ញុំនឹងឆ្លើយជូនលោកអ្នកបើសិនបើខ្ញុំនឹងមានលទ្ធភាពអាចឆ្លើយបានបាទតាបងប្អូនកូនក្មួយទាំងអស់គ្នាណាបាទការទូទាយនេះតាមពិតទៅខ្ញុំទូទាយតាមលេខរៀងទេអត់មានអ្នកណាពិសេសជាងអ្នកណាទេគឺពិសេសដូចគ្នាបាទរាប់តាំងពីឆ្នាំជូតមកព្រោះក្បួនគឺត្រូវជូតវាលេខរៀងទី1កុលវាលេខរៀងចុងពោចហើយអញ្ចឹងបើសិនជាបងប្អូនកូនក្មួយថាហេតុអីបានខ្ញុំឆ្នាំកុលនឹងទូទាយក្រោយគេអត់បន្ទោសខ្ញុំទេបន្ទោសខ្លួនឯងហេតុអីបានខ្លួនឯងវាកើតឆ្នាំកុលហើយតែកើតឆ្នាំជូតទៅវាបានមុនគេហើយយល់ទេអញ្ចឹងដូចការនៅរៀនអញ្ចឹងខ្ញុំនៅរៀនខ្ញុំឆ្ងល់ហេតុអីបានឈ្មោះខ្ញុំនៅក្រោយគេឲ្យតែគេប្រកាសឈ្មោះគឺនៅក្រោយគេរហូតពេលខ្លះការនោះវាល្ងងណាការរៀនហាក់ទី1ទី2យើងមិនទាន់យល់ណាយើងស្មានតែយើងវាអន់វាទុនវាខ្សោយការពិតបញ្ជីឈ្មោះសិស្សគេរាប់តាមអក្សរបាទគេរាប់ពីអក្សរកទៅហើយខ្ញុំលោកគ្រូមហាជុំហ្នឹងឈ្មោះខ្ញុំពិតអៀងកុងគាបាទឈ្មោះពិតខ្ញុំអៀងកុងគាបើចឹងអៀងកុងគាអក្សរអនៅក្រោយគេរហូតបាទនៅក្រោយគេរហូតអក្សរអហ្នឹងអញ្ចឹងដូចកូនចៅអញ្ចឹងឆ្នាំកុលហើយលោកគ្រូឆ្នាំកុលខ្ញុំនៅក្រោយរហូតធ្វើមិនបើលេខរៀងវាត្រូវនៅក្រោយអាហ្នឹងវាអញ្ចឹងមិនមែនខ្ញុំស្អប់ទៅទាយឆ្នាំកុលហ្នឹងក្រោយគេទេប៉ុន្តែវាត្រូវតែអញ្ចឹងយល់ដែរឬអត់ណាបងប្អូនបាទអញ្ចឹងសូមជូនពរឲ្យបានសេចក្តីសុខសេចក្តីចម្រើនហេងកាក់កបណាហើយមិញខ្ញុំទាយឲ្យឆ្នាំទាំង12រួចហើយបងប្អូនកូនក្មួយមិនបាច់ចាំសួរខ្ញុំទៀតទេខ្ញុំលែងឆ្លើយហើយរាសីយ៉ាងម៉េចហ្នឹងព្រោះទាយអស់ហើយចាំមើលពីចម្លើយចប់ឥឡូវបន្តទៅមុខនេះខ្ញុំនឹងទូទាយជូនបន្តទៅទៀតណាបាទថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យលោកអ្នកទាំងអស់គ្នាហេងហើយក៏កាក់កបហើយក៏ជោគជ័យបន្តទៅទៀតខ្ញុំនឹងឆ្លើយណាបាទខ្ញុំទូទាយជូនដល់មួយគៀសៀងបាទសៀងមួយគៀខ្ញុំទូទាយជូនកូនទៅណាលោកគ្រូខ្ញុំឆ្នាំកុលហើយប្តីក៏កុលដូចគ្នាតែយ៉ាងម៉េចដែររាសីលោកអ្នកដែលកើតនៅឆ្នាំកុលហ្នឹងណាបងប្អូនកូនក្មួយ2ឆ្នាំត្រូវដាក់2ឆ្នាំត្រូវដាក់ឆ្នាំ2025ដាក់ឆ្នាំ2026ដោយសារឆ្នាំកុលហ្នឹងវាធៀបទឹកឆ្នាំកុលធៀបទឹកអញ្ចឹងកាលពីឆ្នាំម្សាញ់2025ហ្នឹងកុលឆុង 100% មួយឆ្នាំពេញចូលមកដល់ឆ្នាំ2026ហ្នឹងអ្នកដែលកើតឆ្នាំកុលហ្នឹងគឺត្រូវឆុងបន្តទៅទៀតព្រោះថាឆ្នាំម្សាញ់ធៀបភ្លើងមកឆ្នាំមមីក៏ធៀបភ្លើងអញ្ចឹងឥឡូវនេះខែ7អញ្ចឹងអ្នកដែលកើតឆ្នាំកុលគឺត្រូវនៅលំបាកបន្តិចទៀតនៅលំបាកបន្តិចហ្នឹងគឺ5ខែតើដល់ចូលឆ្នាំ2027ឆ្នាំប៉ប៉ែបានកុលនឹងរៀងរើបឡើងមកវិញដោយសារកុលធាតុទឹកកាលណាតែនៅភ្លើងគឺត្រូវប្រយុទ្ធជាមួយភ្លើងហើយបាទតែភ្លើងឆេះខ្លាំងឯងទឹកនឹងខ្លាំងប៉ុណ្ណាគាត់អាចបលុតភ្លើងបានដែរតើវាឆេះអស់ចិត្តអញ្ចឹងឥឡូវបលុតភ្លើងអត់បានទេឆ្នាំកុលហ្នឹងអញ្ចឹងឲ្យវាឆេះអស់ចិត្តវាសិនទៅតើដល់ឆ្នាំ2027ភ្លើងវាលុតអញ្ចឹងចូលដល់ប៉ប៉ែធាតុដីឆ្នាំកុលហ្នឹងគឺចាប់ផ្ដើមរាសីឡើងក្រនបើហើយខ្ញុំជំរាបត្រង់ឆ្នាំទាំង12ខ្ញុំអាណិតអ្នកកើតឆ្នាំកុលជាងគេអ្នកដែលកើតឆ្នាំកុលហ្នឹងគឺជាមនុស្សល្អមនុស្សមានគុណធម៌ប៉ុន្តែល្អគុណធម៌របស់លោកអ្នកដែលកើតនៅឆ្នាំកុលហ្នឹងវាអត់បាននឹងការតបស្នងត្រឡប់មកវិញមកជីវិតអ្នកកើតឆ្នាំកុលជីវិតនេះកំសត់ណាស់បងប្អូនមកជីវិតសួរជួបតែរឿងអយុត្តិធម៌ទេអយុត្តិធម៌ហ្នឹងបានន័យថាពេលដែលយើងធ្វើល្អគេមើលមិនឃើញទេប៉ុន្តែបើយើងអត់ខុសក៏គេថាយើងខុសដែរហើយបើយើងអត់ខុសផងហេតុអីបានថាយើងខុសអាហ្នឹងឯងដែលខ្ញុំហៅថារឿងអយុត្តិធម៌ហើយមកជីវិតអ្នកកើតឆ្នាំកុលហ្នឹងសួរថាតើមានអ្នកណាគេយល់ចិត្តយើងដែរឬអត់ចម្លើយឆ្លើយថាគ្មានអ្នកណាយល់ចិត្តយើងទេតាំងពីកើតមកគឺឯកោបំផុតវេទនាបំផុត
ជីវិតអ្នកកើតឆ្នាំកុលប្រៀបបានដូចមន់ឥតមេអញ្ចឹងណាមន់គេមានមេពងហើយក្រាបហើយភ្ញាស់មេគេបណ្ដើចំណែកយើងឆ្នាំកុលប្រៀបបានដូចមន់ដែលគេនឹងយកពងពីណាទេគេយកទៅដាក់ម៉ាស៊ីនដាក់ទូភ្ញាស់ទៅហើយញាស់ហើយគាត់ឲ្យញាស់មកភ្លាមគឺប្រឹងរកប្រឹងលំបាកប្រឹងតស៊ូក្នុងជីវិតអត់មានមេបក្រប់អត់មានអ្នកណាគេមកខ្វល់គេមកយល់ចិត្តអញ្ចឹងជីវិតអ្នកកើតឆ្នាំកុលគឺវាបែបហ្នឹងវាជួបនៅរឿងអយុត្តិធម៌ហើយវាជួបនៅរឿងឯកោតទៅទៀតហើយកាលណាជីវិតនឹងវាឯកោពេកវាខ្វះភាពកក់ក្ដៅកាលណាទៅវាខ្វះភាពកក់ក្ដៅវាចាញ់តែបោកគេទេមកជីវិតនឹងហេតុអីមកជីវិតអត់មានណាបដៅផងហ្នឹងអត់មានណាលួងលោមអញផងហ្នឹងគេទុកអញចោលរហូតហ្នឹងយល់ទេអញ្ចឹងយើងរឹងមាំតែខាងក្រៅទេប៉ុន្តែបេះដូងយើងក៏ត្រូវការលួងលោមក៏ត្រូវការថ្នាក់ព្រមដែរអញ្ចឹងយើងជាមនុស្សមួយដែលបាក់ទឹកចិត្តប៉ុន្តែមិនអាចបង្ហាញអំពីការបាក់ទឹកចិត្តនឹងបានទេដូចបុគ្គលមួយចំនួនរាល់ថ្ងៃអញ្ចឹងគេធម្មតាអត់ខ្វល់អញពិបាកចិត្តទៅសេពេញ Facebook ដាក់ status បង្ហោះឲ្យធូរចិត្តប៉ុន្តែអ្នកមួយចំនួនពិបាកចិត្តជាងអាអ្នកទៅសេ status ក្នុងទៀតប៉ុន្តែសួរថាតើអាចហ៊ានទៅសេក្នុង Facebook ឬអត់ហ៊ានអានឹងឯជីវិតអ្នកកើតឆ្នាំកុលវាអញ្ចឹងដល់ចឹងទៅវាជួបអ្នកមិនល្អអាអ្នកដែលប្រកែកលួងអាអ្នកដែលប្រកែកលួងសិតតែពួកបោកចឹងមកលួងមកផ្អែមមកលហែមគិតថាគេល្អស្រាប់តែចុងក្រោយទទួលយកគេចឹងក៏អានឹងបោកអញសោះចឹងជីវិតវាឆ្អែតការលះបង់វាមិនបានដូចអ្វីដែលយើងគិតឃើញគេលំបាកឃើញគេដើរដួលអញទៅជួយលើកឃើញគេត្រុតត្រាក់អញទៅជួយឃើញគេអត់ទឹកផឹកអញទៅជួយឃើញគេអត់បាយស៊ីបេះពីមាត់ពងត់ពីកជួយដល់ពេលលទ្ធផលចុងក្រោយពេលដែលអញដួលអត់មានណាគេមកខ្វល់អញសោះជីវិតអ្នកកើតឆ្នាំកុលវាបែបហ្នឹងឈឺចាប់ហងៃនេះអត់មានណាយល់អត់មានចង់បានអីទាំងអស់ដល់ពេលវាឆ្អែតពេកទៅទ្រព្យសម្បត្តិក៏លែងចង់បានស្អីក៏លែងចង់បានតែសុំតែម្យ៉ាងគត់សុំតែអ្នកផ្ដល់កម្លាំងចិត្តមិននិយាយល្អដាក់អញទេមកអែលតែខ្នងអញមកឲ្យសួរតែងាប់អីនៅសុកទុកយ៉ាងម៉េចដែរវាអត់មានណាបាទអញ្ចឹងអ្នកកើតឆ្នាំកុលវាអញ្ចឹងមកជីវិតនេះដឹងហើយឮហើយខ្ញុំបានប្រាប់ជីវិតរបស់លោកអ្នកវាដូចអញ្ចឹងដែរឬអត់មានអ្នកយល់ចិត្តដែរឬទេមានអ្នកខ្វល់ដែរឬទេអត់អញ្ចឹងបើអត់ត្រូវធ្វើម៉េចខំប្រឹងដោយខ្លួនឯងហើយកុំខ្វល់ជាមួយគេព្រោះយើងពឹងគេអត់បានទេចឹងក៏គ្មានឲ្យអាណាមកពឹងអញវិញបានដែរចាប់ពីថ្ងៃហ្នឹងទៅរឹងមាំទៅឥឡូវឃើញដំណាក់កាលដែលយើងលំបាកបំផុតដំណាក់កាលដែលយើងវេទនាបំផុតសួរថាតើមានអ្នកណាមួយគេមកគិតពីយើងនេះចម្លើយឆ្លើយថាអត់ចឹងពាក់ព័ន្ធជាមួយនឹងជោគជតារាសីរបស់យើងវិញរាសីអត់ទាន់ល្អទេនៅតាំងតែងចំបែងចិត្តណាចឹងអ្នកកើតឆ្នាំកុលទី1ត្រូវតស៊ូរស់សិនឲ្យតែជីវិតនៅរស់មិនខ្វះទេពេលរាសីឡើងប៉ុន្តែបើបាក់ទឹកចិត្តពីឥឡូវទៅហើយដួលពីឥឡូវទៅហើយកុំសង្ឃឹមមកគ្មានប្រាសណាមកប្រោះយើងឲ្យរស់បានតទៅទៀតទេទោះបីជា5ឆ្នាំទៀតរាសីឡើងក៏ដោយល្អក៏ដោយ5ខែទៀតរាសីល្អក៏ដោយក៏យើងអត់ទទួលបាននៅភាពល្អប្រសើរទេបងងាប់បាត់ហើយហ្នឹងមកឈួតបាត់ហើយហ្នឹងយល់ទេអញ្ចឹងអ្នកដែលកើតឆ្នាំកុលត្រូវតែប្រឹងត្រូវតែតស៊ូឡើងអញ្ចឹងអ្នកដែលកើតឆ្នាំកុលលោកគ្រូមហាជុំបានរៀបចំនៅខ្សែកកាត់ឆុងស្រូបលុយដោះបំណុលជូនដល់លោកអ្នកអញ្ចឹងបើសិនបើលោកអ្នកកើតឆ្នាំកុលទាំងឡាយណាដែលមានបញ្ហារកស៊ីមិនកាក់កបធ្វើអ្វីមិនសូវបានជោគជ័យមិនរីកចម្រើនបងប្អូនជាវទៅនេះគឺខ្សែកទេវតាទ្រព្យខ្សែកទេវតាទ្រព្យនេះគឺជាខ្សែកនាំរៀបនាំសំណាងណាបងប្អូនណាបាទលោកអ្នកយកទៅពាក់ទៅលោកអ្នកហេងលោកអ្នកកាក់កបលោកអ្នកជោគជ័យរីកចម្រើនជាវខ្សែកបន្តោងទេវតាទ្រព្យនេះយកទៅពាក់គឺស្មើនឹងទេវតាទ្រព្យនៅជាប់ខ្លួនទេវតាទ្រព្យគឺជាទេវតាកាន់ទ្រព្យសម្បត្តិគឺជាទេវតាកាន់លុយកាក់អញ្ចឹងជាវទេវតាទ្រព្យមានទេវតាទ្រព្យជាប់ខ្លួនព្រះអង្គប្រទានលៀបប្រទានជ័យឲ្យយើងរកស៊ីមានបានកាក់កបកាត់ឆុងលើករាសីដាក់ចុះដុកឡើងរកស៊ីមានបានអញ្ចឹងខ្សែកទេវតាទ្រព្យនេះបងប្អូនអាចជាវបានណាបើចង់បានឆាតចូលក្នុង page ឬមួយក៏ជាវតាម Telegram ទៅណា07292938 0994408637ណាលោកអ្នកជាវទៅលោកអ្នកហេងលោកអ្នកកាក់កបលោកអ្នកជោគជ័យអញ្ចឹងជូនពរដល់លោកអ្នកឲ្យហេងកាក់កបទាំងអស់គ្នាណាលោកអ្នកដែលកើតឆ្នាំកុលនឹងមិនមែនកុលសំដៅលើតែកូនស្រីដែលសួរមិញទេគឺកូនស្រីទាំងអស់កូនប្រុសទាំងអស់ដែលកើតនៅឆ្នាំកុលហ្នឹងសូមឲ្យចាប់ពីពេលហ្នឹងទៅឲ្យហេងរហូតកុំឲ្យជួបនៅរឿងមិនល្អហើយរក្សាផ្លូវចិត្តឲ្យរឹងមាំណាយើងនឹងទទួលបានជោគជ័យបាទជូនពរណាលោកអ្នកបាទមានចំណុចនេះអាចសួរបានហើយសនុំពរចាំ share ឲ្យផងបាទបើ share បានបើ share មិនបានមិនបាច់ share ទេបាទជិលបខំណោះបាទអ្នកខ្លះទៅអើយចង់ឲ្យលោកគ្រូទូទាយឲ្យណាប៉ុន្តែកំណាញ់គ្រាន់តែ share ឲ្យគ្នាមួយកុំ share ឲ្យខ្ញុំ share ឲ្យតិចក៏ហីទៅមិនទៅខ្វល់ណោះជិលខ្វល់ជិលគិតឲ្យតាមដំណើរហ្នឹងទៅពិតទេបងប្អូននិយាយលេងខ្លះអីខ្លះចឹងទៅណោះឲ្យវាគេហៅថាបរិយាកាសនេះវាពោពេញទៅដោយភាពសប្បាយរីករាយកុំឲ្យបង្កើតទៅទុកពេកបាទកើតទុកខ្លះអីខ្លះអីចឹងទៅតាមហ្នឹងទៅរសជាតិជីវិតបងប្អូនវាមានប្រៃមានល្វីងមានជូរមានចត់តាមហ្នឹងទៅណោះបាទកុំទៅកើតទុកកុំទៅព្រួយកុំទៅបារម្ភអីពេកពាក្យខ្មែរម៉ែខ្ញុំនិយាយថាមិនដែលមាន3តក្រ3ជាតិទេកូនបែកចិត្ត9មកគ្រាន់ដូចគ្នាហ្នឹងប៉ុន្តែអ្នកខ្លះគេឡើងអុកញ៉ាអស់ចឹងទៅតែប៉ុណ្្នឹងមួយគៀសៀងគាត់ថាខ្ញុំបានជាវខ្សែដៃឥឡូវទទួលផលបានពិតលោកគ្រូឃើញហ្នឹងម្ចាស់សំណួរឆ្នាំកុលមិញហ្នឹងបាទជាវខ្សែដៃទទួលបានផលពិតបាទខ្សែដៃបកាយស័ក្តិសិទ្ធិនេះខ្សែដៃខ្លានេះខ្សែដៃខ្លាចក្រាត្បូង8ធាតុយកទៅពាក់ទៅពីចុងសក់ដល់ចុងជើងបងប្អូនមានទេវតាតាមថែលុយចូលដុល្លារហូរចូលកាក់កបជោគជ័យណាចង់បានជាវទៅខ្សែដៃខ្លាចក្រាត្បូង8ធាតុនេះគឺបកាយស័ក្តិសិទ្ធិបងប្អូនបាទចង់បានឆាតជួបភេកជាវដល់ឲ្យចង់ហេកដូចកូនមីអីទៅមិញសុំទោសភ្លេចបាត់ហើយកូនអើយកូនមួយគៀសៀងមួយគៀបាទចិនហៅសៀងមួយគៀបាទកូនលីលីលោកគ្រូឆ្នាំរោងតើរាសីល្អឬអត់ចិត្តឈួតដែរឆ្នាំរោងគ្មានល្អស្អីបាទពិបាកណាស់ជីវិតអ្នកកើតឆ្នាំរោងខ្ញុំនិយាយហើយនិយាយទៀតបើកើតឆ្នាំរោងជាកូនប្រុសមិនសូវអីទេប៉ុន្តែបើកើតឆ្នាំរោងកូនស្រីគឺត្រូវទទួលភារកិច្ចដ៏ធំហើយដ៏ធ្ងន់បាទទទួលភារកិច្ចដ៏ធំហើយដ៏ធ្ងន់ទៅទៀតទោះបីជាអ្នកឯងកើតមកកូនបងអ្នកឯងកើតមកកូនប្អូនអត់សំខាន់ទេ
កូនប្អូនក៏ត្រូវទទួលភារៈកិច្ចកូនបងក៏ត្រូវទទួលភារៈកិច្ចដែរអ្នកដែលកើតឆ្នាំរោងនោះបាទអញ្ចឹងកូនកើតឆ្នាំរោងកូនតឹងណាស់តឹងគ្រប់បែបយ៉ាងជីវិតរបស់កូនគឺអ្នកដែលកើតឆ្នាំរោងបងប្អូនបើនិយាយទៅអ្នកកើតឆ្នាំរោងគឺមហិមាហ្មងបាទមកជីវិតសេចក្តីសុខខ្លួនឯងគឺបំភ្លេចចោលគិតពីសេចក្តីសុខអ្នកដទៃច្រើនជាងខ្លួនឯងជីវិតអ្នកកើតឆ្នាំរោងអញ្ចឹងលះបង់ណាស់បងប្អូនមិនថាបងប្អូនមិនថាឪពុកម្ដាយមិនថាសាច់ញាតិមិនថារឿងប្រយោជន៍រួមបាទគឺខិតខំជួយគេគ្រប់បែបយ៉ាងប៉ុន្តែពេលដែលអ្វីដែលយើងខិតខំជួយគេហ្នឹងអ្វីដែលយើងខំលះបង់ហ្នឹងយើងមិនដែលចង់បានថាការតបស្នងមកវិញចង់បានគុណចង់បានស្រ័យអត់មានទេសូមតែម្យ៉ាងគាត់កុំឲ្យតែមានរឿងវានៅតែមានរឿងទៅទៀតណាជីវិតអ្នកកើតឆ្នាំរោងអញ្ចឹងបាទគេលៀបពណ៌រហូតមកជីវិតហ្នឹងណាបើធ្វើបុណ្យគេថាមីនេះធ្វើបុណ្យយកមុខធ្វើល្អដូចថាធ្វើបុណ្យបច្ច័យ4ឲ្យម៉ែគាត់នេះគិតថាអញធ្វើបុណ្យបច្ច័យ4ឲ្យម៉ែព្រោះមនុស្សអ្នកកើតឆ្នាំរោងមនុស្សចាត់ចែងមនុស្សខ្នះខ្នែងខំរៀបចំចាត់ចែងគេដៀលទៅទីក្រណែឯងឆ្នាំរោងធ្វើបុណ្យឲ្យម៉ែហ្នឹងហើយគ្មានចង់បានបុណ្យទេគឺឯងធ្វើបុណ្យឯងចង់បានតែមុខមាត់ជីវិតអីក៏វាអាក្រក់ដែរម៉េចចំណាយលុយកាក់កម្លាំងកាយឲ្យខំគិតខំគូឲ្យនៅចុងក្រោយគេថាយើងចង់បានមុខបានមាត់ទៀតជីវិតហ្នឹងវាអញ្ចឹងកុំថាឡើយរឿងស្អីតែរឿងធ្វើបុណ្យគេថាយើងចង់បានមុខមាត់ជីវិតហ្នឹងវាអញ្ចឹងហើយមនុស្សអ្នកកើតឆ្នាំរោងមនុស្សហ្នឹងវាមិនចេះសំណុកវាចេះទៅគេបើចេះប៉ុណ្ណឹងនៅស្ងៀមទៅវាងាប់អីអត់នៅស្ងៀមទៅទៀតអ្នកកើតឆ្នាំរោងហ្នឹងជំរាបត្រង់អ្នកដែលកើតឆ្នាំរោងហ្នឹងបងប្អូនវាចេះទៅហ่ะប៉ុន្តែមិនមែនទៅឲ្យគេអាក្រក់ទៅចង់ឲ្យគេល្អប៉ុន្តែមនុស្សមួយចំនួនអត់ទទួលយកការរិះគន់ទេអាខ្លួនឯងប្រភ្លើមិនដឹងអីទេគេប្រាប់មិនស្ដាប់ទៅទៀតឧបមាថាឆ្នាំរោងទៅណាអញ្ចឹងដល់ពេលទៅឃើញគេធ្វើទៅផ្នែកពេកតែគាត់ទៅប្រាប់នេះវាមិនមែនធ្វើអញ្ចឹងទេគេត្រូវធ្វើបែបនេះប្រាប់តែធ្វើឲ្យលទ្ធផលចុងក្រោយគឺគេខឹងគេថាណោចង់មកយកមុខយកមាត់ថាអញ្ចឹងឆ្នាំរោងចាប់ថ្ងៃហ្នឹងដេមាត់កុំខ្វល់អ្នកណាយ៉ាងម៉េចក៏ជាយ៉ាងនោះទៅកុំខ្វល់វាគ្មានប្រយោជន៍អីដល់យើងទៅទេព្រោះមកជីវិតនេះធ្វើក៏ខុសមិនធ្វើក៏ខុសដែរពេលធ្វើគេថាយើងចង់បានមុខដល់ពេលលែងធ្វើគេថាយើងអត់ចិត្តឯងថាជីវិតណាពិបាកគប់ចិត្តណាស់អ្នកដែលកើតឆ្នាំរោងហ្នឹងអញ្ចឹងអ្នកដែលកើតឆ្នាំរោងបងប្អូនកូនក្មួយបាទមកជីវិតនេះគឺតឹងតែងតិចហើយណាឥឡូវហ្នឹងមិនទាន់ជារលូនទេមិនទាន់ជាល្អអីប្រសើរទេណានៅតឹងទេណារោងណាគេគ្រប់គ្នាគេតឹងតែមួយឆ្នាំក្រោយគេឡើងប៉ុន្តែឆ្នាំរោងចាំបាត់ដូចចាំម៉ែមកពីផ្សារអញ្ចឹងណាយូរណាស់ឆ្នាំហ្នឹងថារាស្អីឡើងអត់ឡើងគីឡូឆ្នាំក្រោយអត់ឡើងទៀតគីឡូឆ្នាំក្រោយទៀតអត់ឡើងទៀតជីវិតអ្នកកើតឆ្នាំរោងអញ្ចឹងបាទរីងរៃ5ឆ្នាំចាំស្នេហ៍បាទ5ឆ្នាំចាំស្នេហ៍វាមានក្តីសង្ឃឹមអាស្នេហាហ្នឹងជាកម្លាំងចិត្តដ៏មហិមាប៉ុន្តែ5ឆ្នាំចាំលៀបហ្នឹងគឺគ្មានទេព្រះអង្គឲ្យអស់សង្ឃឹមក្នុងជីវិតណារោងរាល់ថ្ងៃហ្នឹងអត់មានសង្ឃឹមអីសូម្បីមកចង់ចោលពេលខ្លះលេងចង់បន្តដំណើរទៅមុខឲ្យអញចង់ទៅស្ពានជ្រោយចវាអីអញ្ចឹងណាប៉ុន្តែកុំអាលមនុស្សអ្នកកើតឆ្នាំរោងទេវតាតាមជួយអំពើល្អទាំងឡាយទោះបីមនុស្សមើលមិនឃើញក៏ទេវតាមើលឃើញដែរនឹងប្រទានពរប្រទានជ័យសពសាធុការដល់លោកអ្នកអញ្ចឹងអនាគតទៅអ្នកកើតឆ្នាំរោងបុណ្យទាំងឡាយគឺនឹងមិនធ្វើឲ្យអ្នកកើតឆ្នាំរោងនឹងសញ្យុតទេមិនធ្វើឲ្យអ្នកកើតឆ្នាំរោងនឹងពិបាកទេប៉ុន្តែវាមិនទាន់ដល់ពេលពូជប្រធិននៅវងណាបងប្អូនលំបាកមុនប៉ុន្តែស្រន់ដល់ក្រោយមុនក្រោយគង់បានឡើងសោយរៀបទេជឿខ្ញុំអញ្ចឹងអ្នកដែលកើតឆ្នាំរោងទង្វើល្អទាំងឡាយគឺប្រឹងធ្វើបន្តទៅទៀតលោកអ្នកនឹងបានជោគជ័យរីកចម្រើនអញ្ចឹងអ្នកកើតឆ្នាំរោងទាំងអស់ត្រៀមខ្លួនទៅលោកអ្នកមិនយូរទេបាទខំធ្វើតែល្អទៀតទៅអ្វីនឹងបានជោគជ័យហើយអ្នកកើតឆ្នាំរោងហើយបើអ្នកកើតឆ្នាំរោងចង់ឲ្យបានសុខចម្រើនរកស៊ីមានបានតិចតិចសុខសប្បាយដោយកូនសិស្សកូនទាំងឡាយដែលលោកចូលមក comment ហ្នឹងគឺលោកអ្នកដែលកើតនៅឆ្នាំរោងហ្នឹងលោកអ្នកជាវនៅខ្សែដៃយកទៅពាក់ទៅនេះខ្សែដៃខ្លាចក្រាត្បូង8ធាតុខ្សែដៃខ្លាចក្រាត្បូង8ធាតុនេះគឺពូកែស័ក្តិសិទ្ធិបំផុតសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងលោកអ្នកដែលកើតនៅឆ្នាំរោងជាវខ្សែដៃខ្លាចក្រាត្បូង8ធាតុនេះយកទៅពាក់ឲ្យលោកអ្នកលែងឆុងលោកអ្នករកស៊ីមានបានកាក់អបរកលុយចូលអារម្មណ៍ភ្លឺថ្លាឈ្នះអស់មារសត្រូវចឹងលោកអ្នកដែលកើតនៅឆ្នាំរោងជាវខ្សែដៃខ្លាចក្រាត្បូង8ធាតុនេះយកទៅពាក់ទៅលោកអ្នកនឹងបានជោគជ័យរីកចម្រើននេះបងប្អូនជាវទៅណាខ្សែដៃនេះពិសេសមែនតើយើងមានយន់ទេវតា4អង្គយកទៅប្រើតាមនឹងបងប្អូនហេងខ្លាំងកាក់កបខ្លាំងណាខ្សែដៃនេះគឺប្រកែបងប្អូនអ្នកជឿជាក់អាចជាវបានហើយมันមានច្រើនទេព្រោះចិត្តអស់ហើយព្រោះខ្ញុំលែងមានពេលធ្វើតទៅទៀតហើយព្រោះខ្ញុំធ្វើដោយផ្ទាល់ដៃដល់ចឹងទៅខ្ញុំតែមួយបងប្អូនលោកជឿជាក់លោកជាវយកទៅច្រើនអញ្ចឹងគឺបងប្អូនក៏អាចជាវឲ្យស្រោតរុះរាន់ទៅណាអ្នកចង់បានឆាតចូលពេកឬមួយក៏ទំនាក់ទំនងតាមលេខ Telegram លោកគ្រូទៅបងប្អូនណា07292837 អញ្ចឹងអ្នកដែលកើតឆ្នាំរោងគឺនឹងទទួលបានជោគជ័យហើយទ្រាំតិចទៅណាបាទឲ្យបានកាក់កបល្អទៅបាទសូមជូនពរអ្នកកើតឆ្នាំរោងទាំងអស់ជោគជ័យបាទខ្ញុំសូមទូទាយជូនបន្តទៅទៀតណាកូនម៉ាក់សុវណ្ណម៉ាក់សវណ្ណាគាត់សួរឲ្យសួរទៀតលេចឆ្លើយគាត់លោកគ្រូប្តីឆ្នាំមកមីប្រពន្ធឆ្នាំចចង់រកស៊ីធំឆ្នាំនេះបានឬអត់បានទេហេតុអីបានមិនបានដោយសារតួរិស័យលោកអ្នកទាំងពីរគឺមិនទាន់អនុញ្ញាតឲ្យប្រកបមុខរបរថ្មីបានទេហេតុអីដោយសារស្វាមីនោះឆ្នាំមកមីហើយយើងដឹងហើយថាឆ្នាំនេះឆ្នាំ2026ឆ្នាំអី2026ឆ្នាំមកមីអញ្ចឹងប្តីរបស់កូនស្រីសវណ្ណានឹងគឺឆ្នាំមកមីដែរអញ្ចឹងវាជន់ឆ្នាំគឺស្មើនឹងរិស័យឆុង 100% ដូច្នេះកិច្ចការងាររកស៊ីអ្នកដែលកើតឆ្នាំឆុងគឺគេមិនទាន់ឲ្យបើកមុខរបរថ្មីទេគឺជាឆ្នាំដែល stand by ចាំទីលុកមុខរបរអីគឺរកមុខរបរហ្នឹងទៅកុំពង្រីក
ណាកាលណាពង្រីករឿងមួយក៏ចាប់ដើមថ្មីគឺมันល្អសម្រាប់លោកអ្នកនោះទេចាំมันល្អទេដោយសារយើងកំពុងតែឆុងពាក្យថាឆុងគឺវាមិនល្អទៅហើយសំខាន់ធ្វើយ៉ាងម៉េចយើងទប់ខ្លួនឲ្យនឹងទៅឆ្នាំមីនោះហើយបើសិនជាទៅប្រឹងបើករបររកស៊ីទៀតមិនជោគជ័យទេណាបាទមិនជឿសាកទៅព្រោះជើងលេខគេថាយើងមិនទាន់ជោគជ័យអញ្ចឹងអ្នកដែលកើតឆ្នាំចក្តីអ្នកដែលកើតឆ្នាំរោងក្តីគឺមិនទាន់រលូនទេរាសីដឹងខ្លួនឯងហើយរាល់ថ្ងៃនេះអ្នកដែលកើតឆ្នាំមីនឹងម្នាក់រត់ទៅពុទ្ធោទេណាបាទសូមឲ្យតែផុតឆ្នាំ2026នឹងឲ្យបាត់ទៅអាងបានឆ្នាំថ្មីឆ្នាំ2027វាឃើញវាជោគជ័យដោយសារតែមីបច្ចុប្បន្ននេះគឺតឹងណាស់បាទតឹងចិត្តតឹងកាយតឹងគ្រប់បែបយ៉ាងបាទជីវិតអ្នកកើតឆ្នាំមីគឺបែបនេះអ្នកកើតឆ្នាំមីគឺជាមនុស្សស្មោះត្រង់គឺជាមនុស្សម្នាក់ដែលលះបង់ណាស្មោះត្រង់គឺមិនដែលចេះនិយាយកុហកមិនដែលចេះបោកប្រាស់អ្នកណាមួយទេលះបង់គឺសុខចិត្តអត់សេចក្តីសុខខ្លួនឯងគឺជួយអ្នកជុំវិញខ្លួនណាសុខចិត្តអត់សេចក្តីសុខខ្លួនឯងសេចក្តីសុខខ្លួនឯងក៏បត់ចោលអញជួយអ្នកជុំវិញខ្លួនលទ្ធផលចុងក្រោយមីនឹងខុសទៅទៀតណាបាទអ្នកកើតឆ្នាំមីសូម្បីតែប្តីក៏មិនយល់ចិត្តដែរណារាល់ថ្ងៃហ្នឹងឥឡូវនឹងក្នុងខ្លួនអ្នកកើតឆ្នាំមីដូចគេយកភ្លើងមកដុតអញ្ចឹងហើយបានដូចគេយកភ្លើងមកដុតដោយសារតែអ្នកដែលកើតឆ្នាំមីហ្នឹងគឺវាកំពុងតែឆុងហើយវាធៀបភ្លើងទៅទៀតអញ្ចឹងចិត្តកាយប្រាជ្ញាស្មារតីហ្នឹងគឺក្តៅកាហាយគ្រប់ពេលវេលាក្តៅកាហាយហ្មងចិត្តតែក្តៅចិត្តតែគិតចិត្តតែខ្វល់ចិត្តតែព្រួយចិត្តតែបារម្ភណាអញ្ចឹងនៅតឹងតែងដល់ហើយណាសវណ្ណាណាកូនណាមិនទាន់អាចទៅបើករបរអីថ្មីបានទេកូនគិតមើលទៅអាមុខរបររាល់ថ្ងៃកូនឯងមិនទាន់បានឈើជើងមួយឲ្យរឹងមាំទៅផងនោះហើយผมទៅបើកមុខរបរអ្វីទៅទៀតអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមីខ្ញុំសូមជម្រាបថារាសីមិនទាន់រលូនទេនៅតឹងតែងត្រូវនៅចាំទីហើយពង្រឹងផ្លូវចិត្តផ្លូវកាយឲ្យសប្បាយឲ្យរីករាយចូលដល់ឆ្នាំ2027លោកអ្នកអាចចាប់ផ្ដើមនៅមុខរបរផ្សេងបានហើយណាឥឡូវតឹងអ្នកកើតឆ្នាំមីមិនទាន់ល្អទេមួយជីវិតនេះហើយសាកតែបន្ថយដួលក្រេកអត់មានអ្នកណាជួយជ្រងទេណាព្រោះមួយជីវិតនឹងជ្រងគេអត់មានអ្នកណាគេមកជ្រងយើងទេណាកូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំមីលោកអ្នកឆុងប៉ុន្តែបើចង់ឲ្យកាត់ឆុងបើចង់ឲ្យរាសីឡើងបើចង់ឲ្យហេងត្រូវធ្វើយ៉ាងម៉េចបាទអត់ពិបាកយ៉ាងម៉េចទេអ្នកដែលកើតឆ្នាំមីជាវខ្សែកនេះយកទៅពាក់ខ្សែកនេះគឺជាខ្សែកបន្តោងទេវតាទ្រព្យបាទខ្សែកបន្តោងទេវតាទ្រព្យនេះគឺជាខ្សែកនាំលៀបនាំសំណាងហើយក៏ជាខ្សែកដែលនឹងជួយឲ្យលោកអ្នកដែលកើតឆ្នាំមីពាក់ទៅហេងមានលៀបមានសំណាងអ្នកកើតឆ្នាំមីជាខ្សែកទេវតាទ្រព្យទៅពាក់បើបានខ្សែកទេវតាទ្រព្យនេះគឺដូចមានទេវតាទ្រព្យនៅជាប់ខ្លួនព្រោះទេវតាទ្រព្យគឺជាតួអង្គមួយដែលអ្នកមានជំនឿគេជឿថាជាទេវតាកាន់ទ្រព្យសម្បត្តិអញ្ចឹងដូចថាយើងឆុងឆ្នាំហើយយើងជន់ឆ្នាំហើយយើងមិនសប្បាយទេយើងជាខ្សែកទេវតាទ្រព្យយកទៅពាក់ឲ្យរាសីឡើងលែងឆុងលុយចូលធ្វើអ្វីក៏បានកាក់កបអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមីលោកអ្នកជាខ្សែកទេវតាទ្រព្យយកទៅពាក់ទៅលោកអ្នកហេងហើយលោកអ្នកដែលមិនមែនឆ្នាំមីក៏លោកអ្នកពាក់ខ្សែកទេវតាទ្រព្យនេះយកទៅចម្រើនរុងរឿងឧត្តមឧត្តមកុំកើងដូចគ្នាអញ្ចឹងជាខ្សែកទេវតាទ្រព្យនេះយកទៅពាក់ឲ្យបានគ្រប់គ្នាទៅលោកអ្នកនឹងហេងនឹងកាក់កបប្រញាប់ជាវណាចិត្តអស់ហើយបាទចង់បានឆាតចូលពេកណាខ្សែកហ្នឹងបាទលោកគ្រូកូនជាវខ្សែកទេវតាទ្រព្យលោកគ្រូយកទៅពាក់ឲ្យហេងខ្លាំងណាស់គេសងលុយលក់ដូរដាច់បាទអរគុណណាកូនបញ្ញាបាទព្រោះលក់ដាច់ពិតមែនល្អពិតមែនបានខ្ញុំណែនាំណាបងប្អូនមិនបាច់ជឿទេបងប្អូនសម្គាល់មើលទៅរាល់អ្វីដែលលោកគ្រូនិយាយវាត្រូវដែរឬអត់ណាបាទក៏ទៅតាមនោះទៅជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំមីទាំងអស់ឲ្យបានជោគជ័យចម្រើនរុងរឿងរក្សាផ្លូវចិត្តផ្លូវកាយឲ្យបានរឹងមាំហើយធ្វើអ្វីមួយដែលការប្រុងប្រយ័ត្ននោះលោកអ្នកនឹងទទួលបានជោគជ័យជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំមីទទួលបានជោគជ័យគ្រប់ភារកិច្ចបាទអញ្ចឹងជូនពរឲ្យបានសុខសប្បាយណាហេងកាក់កបខ្ញុំសូមឆ្លើយសំណួរកូនស៊ូចៅលោកគ្រូម្ដាយវោកនិងកូនស្រីខាកូនស្រីតែមួយមានមិនដែរក្បាលរឹងបាទសួរខ្ញុំធ្វើអីកូនខ្លួនឯងមើលទៅណាខ្លួនកើតឆ្នាំវោកចំណែកកូនស្រីខ្លួនកើតឆ្នាំខាលហើយខ្លួនមើលខ្លួនឯងទៅណាកូនមើលខ្លួនឯងទៅកូនខ្លួនឯងវាយ៉ាងមិនដែរពីព្រោះខែឆ្នាំវាមិនត្រឹមត្រូវខាលនិងវោកហ្នឹងគឺវាឆុងគ្នា 100%ចឹងគេហៅលាក់ឆុងមកឆុង6ណារាប់ឲ្យជែកណសាស៊ីងៅលាក់ហ្នឹង6ឆុងមិនល្អ6យ៉ាងយល់ទេចឹងវាអញ្ចឹងប៉ុន្តែធ្វើម៉េចម៉ែមួយកូនមួយបើវាឆុងហើយឆុងទៅខ្វល់ធ្វើអីអាហ្នឹងគេខ្វល់តែអ្នកដែលគេមិនទាន់បានមានកូនបើគេដឹងថាខ្លួនគេឆ្នាំវោកគេមិនយកទេកូនឆ្នាំខាលហើយបើដឹងថាខ្លួនគេខាលគេមិនយកទេកូនវោកបើគេដឹងថាខ្លួនគេវោកគេមិនយកប្តីឆ្នាំខាលទេបើដឹងថាខ្លួនគេឆ្នាំខាលគេមិនយកប្តីឆ្នាំវោកដែរព្រោះឆ្នាំទាំងពីរហ្នឹងវាអាឡែស៊ីហើយបើទៅបុនសពគេទៅមកភូមិអត់ឆុងតែឯងមួយបើសពហ្នឹងកើតឆ្នាំខាលឆុងតែអញវោកហ្នឹងអាហ្នឹងឯងវាឆុងគ្នាប៉ុន្តែទៅព្រួយធ្វើអីបើវាកើតឡើងទៅហើយហ្នឹងយល់ទេវាកើតឡើងទៅហើយហ្នឹងអញ្ចឹងវិធីសាស្ត្រតែមួយគត់គឺត្រូវធ្វើយ៉ាងម៉េចអត់ធ្មត់ព្រោះតួរាសីកូនវោកសត្វស្វាចំណែកបានកូនស្រីមកឆ្នាំខាលសត្វខ្លាអញ្ចឹងកូននឹងរៀងរឹងបន្តិចហើយដោយសារតួគេធំជាងយើងជាម្ដាយអញ្ចឹងកាលណាតែកូនកើតមកតួរាសីធំជាងម្ដាយហើយគឺវារៀងរឹងហើយវានិយាយមិនស្ដាប់ទៅទេអញ្ចឹងត្រូវធ្វើម៉េចវិធីសាស្ត្រគឺលួងលោមកូនកុំស្រឡាញ់វាពេកហើយក៏កុំធ្នមពេកកាលណាស្រឡាញ់ពេកធ្នមពេកកូនវាដឹងចិត្តដល់ពេលវាដឹងចិត្តវាអាងណាវាអត់មានអីដែលត្រូវមកនេះទេស្រឡាញ់កុំឲ្យដឹងចិត្តណាកាលពីសម័យពួកយើងទាំងអស់ណាកូននៅពីក្មេងខ្ញុំនៅពីក្មេងណាមិនដែលមានឃើញក្មេងណាវាបាក់ទឹកចិត្តទេមិនដែលមានក្មេងណាវាសេតទេព្រោះម៉ែខ្ញុំអីទាំងអស់ហ្នឹងម៉ែលោកអ្នកហ្នឹងតែខឹងវាយហើយទក់សាច់ហើយសុំទុកអត់មានកូនណាចេះខូចចេះក្មេងទំនើងអីទេឥឡូវហ្នឹងអត់ទៅទេហ្នឹងអូនិយាយពីយកចិត្តកូនណាអ្នកមកទូទាយខ្ញុំហ្នឹងកូនទៅញាស់អាយុទៅ3ខែមីនាងកូនមីនាងឯងឆ្នាំអីលោកគ្រូកូនខ្ញុំគាត់កើតឆ្នាំរោងមីនាងកូនខ្ញុំកើតឆ្នាំអីគាត់មិនចេះគាត់ចុះខ្ញុំថាទេកុំនិយាយគ្រឿងកូនគាត់
ai dương chị mai chị ơi can ai dương ơi dương lớp đồng cao côn pe chứ việc thằng quạt nó cứ dương sầm đáy nị dây từ cắn nẹt đài thông triển dương nẹt đài dương cột rút bàn chân thử hai quạt hai bài việc ôn dương việc côn dương nâng hai ta hai việc quạt đài nè mà đừng dương cột rút việc hơi hai can ai dương cột rút việc mình đập dương cài tập lốp nâng chân tới không hai côn quạt rồi lớp ở buộc pe chứ các con tầm cao tầm tháo cô nó tránh mắc các ba răng khi mình lại các ba răng tầm nương này vì muốn tay bên cô nào tầm nương na đúng rồi hãy cho mình si bike sai phượng lỡ hãy cho mình si bike sai cả bát lỡ ấy ăn nâng á bà thôi nhỉ mai chống mặt bàn thế đó trong câu chở nó biên phải em là em tới on đâu của ngày nâng thế phải hỏi bọn ơi công tử đây ra hưởng quạt đấy công mà biên quạt mối thế thử chế tự cho thử tiền nếp với thử bọt bài anh tiền bậc môi trăm thử bọt nước mày bên quỳ luôn cô nhắm bài tên thằng vậy bị chết rồi viêm si về ọt tới khuyên si ra viêm đại ọt đấy ý vậy cái chữ tao viêm chữ đấy không hề nhá cả trong nơi khuyên trong thọp ngớ là mai nhưng mà lúc nhầm xin đấy dốt lạiนะขมิ้นวิมได้ทรอปจ่ายปัญหาจ่ายให้ทรอปขมิ้นจังเวดดังไอ้ซีออฟแต่จำนึงวิมซีได้ปัญหาเซตไปรู้ก็มองตามแกร็บโยมาซีอันนึงไงหึงเก่านะไอ้เนี่ยคลาสไปหลงงเป๊กเตอร์มองโอนสมตุคมทักยอมแบบครับเราไปเรือช่องขู่คลาสเอากี่โยโกนจังหนูรู้โดยจากครูนาน้องเตี้ยเนาะเอากี่ปลุกโกนจังสมัยสำหรับจีบไอ้เนี่ยคลาสเราไปช่องเตอร์เราทักไม้ชื่อเฮียนแต่เมื่อละอันนั้นก็ชูดแต่เตี้ยอันนั้นเรารู้แต่เตี้ยนะเนี่ยคลาสเราไปช่องเตอร์เอาโกนเอาจุดมุ่งดังโกนจังอันนั้นก็ชูดแต่เตี้ยโกนก็ดังไอ้เต้แต่ไม้เต้เนี่ยจ้าทั้งบันเบียสมาร์ตโต้กลมขังอะกายแต่ไม้จ้าทั้งหลงงงยังไหมไอ้ที่โยโกนนึงมาตั้งเมียนวีจังมาไว้นะเมียนวีกันไตเคลียร์มาส่งเลยนะมอยยืงนึกว่าที่ให้โยกีตาจังประหยัดเตอร์นะเพียงไอ้เต้ผมเมียนไทยผมเมียนเต้โกนใส่มันจักสำนวนตอนนาให้น้องบ่ายีไปสู้เราไปยืงโยมันยัยบัดจังอัพเมียนไอ้เต้มาได้คาก็ได้โกนเวิร์กก็ได้ปันไตยังถือเมียนยุทธศาสตร์วิธีซะในขนมกาปันได้นายนอนโกนนึงเตอร์บ่าปันนั้นอัพเมียนไอ้เลฟินหนึ่งพอบ่าขวานไอ้โกนนั่นเรียกใส่พวกเชียงมาได้จังยืงกับเอาดังจักอัศลันเนี่ยแต่ดังจักคือเวลาสตับแต่มองยุ่นเลยจังยืงcó thưa ở ấy từ tam nâng từ mình chia ấy đại chia cá sóng khăn thì chân lục nè bà hơi chỉ vứt nè để cá năm vợt nâng á cứ việc tăng tay tới chơi chậm bay trận thì nhảy bom ốm nhom này nóm rướng xài có tê và đàn trộm xài có tê và đàn trộmนี่คือประกายสะสมผมพอดให้บันเนกาชนำเวิร์กช่างคานทั้งบ้านโยตัวแปะที่ตอนนั้นกันแต่ละอ๋อแต่ซานเนี่ยในการชนำเวิร์กเนี่ยในการช่างคานเรียไซมันละอ๋อเต้ตั้งใจนะจะใบจัดนะจังบอมโอนยมนายน้อมไอเชี่ยวสายก็เตะบดาตรบนี่โยตัวแปะสายก็เตะบดาตรบนี่คือประกายจิตติบอมพอดคางช่วยยืงยืนตรบผู้เตะบดาตรบคือเชียเตะบดากันตรบแล้วจังเนี่ยนาเดิมยืนเตะบดาตรบในกระไมครุฑโดยโยเนี่ยได้ปฏิญาณถบเอายืนจังเมนลูกจะลุยมุกเตียยืนเต้คือน้อมเอายืงมีกลุ่มนักปรัชญาพลือคลาเวียงไว้หัวซีมีบ้านห้อยก่อกะกบจังเนี่ยในการชนำvợt thao cái đôi nè để cao trăm ấy cái đôi chiều xài có tê và trộn đi giờ tê bẹ tới cứ lục nè nằng hên nằng chục chơi nằng đi trong rồi hơi liệp chỉ nè trong ban lục nè chạp chụp hết trong ban lục nè tụm nông tam tê lấy cái đám màu lục khử màu sơn chất mà phay bầm bốn sam mấy sơn cài bầm bốn xài cốt bạch bầm mũi sam bật nè bà chạp tới nhóm tu tiên đi về ban màu ông hới chẳng bài chỉ sông sầm ra thầm phân đang ấy sọc hiệp mình chia là o thế rồi ngay ấy cái trôm nơi từ mũi ập trôm ngon lại bà sọc hiệp trôm mọi ngày nữa bùi chả nơi có trôm cho móc có trôm thằng mình có trômทำไมอย่างไงนี่เคยละอจังนะหัวมือขอเนี่ยดักทำไมยังเอาหัวมือเนี่ยแบบตรองมามองบ่าแล้วมาบานตรงทำไมยังอ้าววิจารณ์เขาจะนอนมันอัดบายสี่สกอร์ขอบจังตื้อหกสกอร์ขอบนะสกอร์ขอบสมัยมันสกอร์ขอบหกโก้ก็คนตะเพียตื้อผักตายตะเพียยำตายนั่งออกทำไมเนี่ยมาข้างใบประมุยดำอิมเพลนตั้งวิกเมาสกไม้ตะโบงดักโก้ละออกทำไมยังโตรมุยในอย่างสว่างตะเตียจะแก้ให้กับโตรมาให้ในแต่ครั้งแจ็คโตรไหมยศเลยครั้งสักได้กระโดดแต่ครั้งนึงโอ้แต่ว่าจับจบเต้บ้าออโตรมซะครั้งนึงรองไอเรียนของงบโตซ่านะบอมโอนให้ไปคลาสสมลึกไดส์ปอบอลหน้าลูกเนี่ยมาจูบขู่มาจมนั่งไปคลาโกนใส่เฉินขยมนั่งวิลมกนะวิลมกตีมุ้ยแต่ดาวพี่โจวิลมกตีพีนั่งเนี่ยเมาหนึ่งเงียบแต่ดาวพี่โจlà cái chạyเลขใจเรียงไงเลขมุ้ยดิปีเลขใบไอ้ตอนไอ้ตึงเมาขอยคือชอบจิ้มแต่ดาวพี่โจไปเงียบถ้าไม่บอกไงเนี่ยนาก็ไปเงียบได้เมตาเตยกงบานโจเตยตามเลขเรียงเตยเนี่ยนาก็ไปเงียบได้อ๋อตีมุ้ยตีปีเนี่ยดังเจอเมานั่งอ่ะคือท่าเธอบาปยมมองสลอนบ่าngười ta nhom tia mui chọn chẳng tới nhom thử xong phơi ở đây bọc mọc pru ấy trong mọc hơi khăng tới mọt cọ tới lấy mọt cọ cái lên ọp từ phía nó pru mà chung nữa ba chẳng đôi nhìn thôi là cũng thông mấy sợi thử mọt xong tôn nè con bạc can nó bẹp hơi nè bạc can con bạc can tư ba ngày nay chọc like được cụ bẹp hơi cái chọc mới chọc like anh tôi like chứ cái mưa không nó bật rạp nào đây từ mưa trong máu người miền buôn bẹp mỏi nhẹ chứ nó nơi miền cầm lăng chất mưa vô lại ngày nay chọc like chọc ngày nào chọc lại tôm lên miền nhẹ mưa nơi miền nhẹ mưa là nơi miền nhẹ con trâu vô lại bà nhẹ sờ lập chứ ngày nào chọc chuyện đò rạp nào nơi miền nhẹ con trâu cái này từ chuyện đò rạp nào nơi miền nhẹ đấy cái này từ chơi nó rùm hai chúng một chân đấy đò rạp nào nơi lại miền nhẹ mưa lại to từ tiệt vô lại bà hà lư ấy một cà mấy trẻ lại tới mẹ nào chọn thứ tới kêu ấy đúng không tại sao ấy việc bon việc cắm việc ôi tập bắn đó bà cắm ôi thứ cũ món làm thứ chứ bắn chọc bà em từ thưa rộng thấy bộ bon miếng từ thưa bắt đến mẹ mà thưa kêu tới ọp bà nhẹ xuống nó chẳng khăng cái chẳng này cho đấy ao lôi thái này bà vô lạiในชุดเอาโดยไทยมาโดยตรองมองใส่เปื้อยสบายสะอาดนะโกนน่ะเลยบ่าเมียนใจนั่นใส่เปื้อย
បានចៅប្រហែលហើយអ្នកលក់ឆាខ្វៃហ្នឹងតាណាតាណីហើយបាទមួយរយៈចុងក្រោយមួយឆ្នាំចុងក្រោយនេះអារម្មណ៍អត់សូវមូលអត់សូវបាននិយាយលេងសើចអីជាមួយកូនសិស្សចោះគិតតែពីបដោតជាមួយការងារឲ្យតែមកដល់ឡាយទាយខែឆ្នាំចប់ឥឡូវអត់ទេនិយាយខ្លះឲ្យបងប្អូននេះผมចឹងអស់ញាតទៅឯងបងងាប់ទៅអត់មានអ្នកមកហែទៅទៀតណាគេស្អប់គេថារឹកណាបាទស្រឡាញ់លោកឪពេញបេះដូងអរគុណណាស់ម៉ាក់អ៊ីបាទជូនពរសុខសប្បាយកូនស៊ូជូខ្ញុំអរគុណណាស់លោកគ្រូដបបអរគុណដូចគ្នាបាទអរគុណណាស់សុខសប្បាយណោះឈប់ឯណាឈប់ឡាយប៉ុណ្ណេះស្អែកជួបគ្នាទៀតស្អែកតនេឡាយស្អែកតនេឡាយខានស្អែកបងប្អូនបាទចឹងអរគុណណាស់ហើយកុំយកគំរូតាមខ្ញុំខឹងច្រើនខ្ញុំខឹងច្រើនណាបងប្អូនពួកមនុស្សតែធ្វើការច្រើនគឺហត់ហើយតែហត់ខឹងហើយបាទបងប្អូនសប្បាយទៅរៀងសម្រួលទៅបើមិនទាន់ខឹងទេហើយបើខឹងហើយក៏សម្រួលទាំងអស់គ្នាទៅណាបាទហើយបើអ្នកដែលមិនទាន់ខឹងក៏កុំខឹងរហូតបាទខ្ញុំសង្ឃឹមហើយថ្ងៃហ្នឹងចាស់ទៅមានកូនឲ្យកូនជួយមើលហើយប្រាប់កូនថាកូនណាឪចាស់ហើយឪដូចក្មេងម្ដងទៀតអញ្ចឹងឪចង់បានឲ្យកូនកុំប្រឆាំងណាអញចង់ស៊ីអីឲ្យអញស៊ីក្នុងទៅព្រោះជីវិតនេះវាខ្លីណាស់ប្រយ័ត្នតែអញងាប់ទៅសែនអញស៊ីដឹងបានមកដល់ឬអត់ទេកូនខ្ញុំថាបើសែនដល់ទេយកទៅប្រគេនលោកឲ្យលោកបាំងស្គលឲ្យក៏ដល់ដែរថាអញមិនដែរឃើញខ្មោចនៅឡើងមកស៊ីវាអត់ដូចតែគ្នាគេហៅប៉ុនខែងងឹតចឹងអ្នកនៅរស់ថែរក្សាទៅនោះមីងមួយនៅសៀមរាបខ្ញុំឃើញតសើគាត់មីង Facebook គាត់ឈ្មោះឆនវណ្ណាម្ដាយគាត់គឺគាត់ថតចែកម្លែកយាយនឹងចង់ប្រសាអីក៏ឲ្យប្រសាទៅរៀនប្រសាអីដល់ចឹងសុខភាពមមតមប៉ុន្តែមនុស្សវាដល់ពេលទោះបីអ្នកឯងនឹងវាមមតមយ៉ាងម៉េចក៏ដោយក៏វាត្រូវតែត្រឡប់ទៅវិញដែរដូចជាគៀងអស់ប្រេងអញ្ចឹងយើងថែទៅគាត់មិនសូវទ្រុឌទ្រោមប៉ុន្តែដល់ពេលគឺគាត់រលត់ទៅហ្មងដូចយាយឆនវណ្ណានៅសៀមរាបអញ្ចឹងម្ដាយគាត់អាយុជិត100លោកយាយហ្នឹងណាប៉ុន្តែគាត់មើលគាត់ថែទៅដល់ពេលស្លាប់ទៅដូចមិនទៅជាទ្រុឌទ្រោមអីទេគឺទៅប៉ុន្តែបើយើងមិនសូវថែនៅទរនតរាយូរណាហ្មងស្លាប់វេទនាអាណិតគាត់អាណិតយើងទៅទៀតកាលណាតែជរាទៅបានណាមើលយល់ទេមិនមើលយល់ទេយល់គ្រូនិយាយអត់គឺថាមានម៉ែចាស់មិនសូវមើលហើយធ្វើម៉េចហើយដល់ពេលមើលទៅគាត់វាស្មាត់ទៅបើស្លាប់ទៅក៏មិនអីដែរនៅបានយូរ100គាត់ឲ្យលុតទៅដូចយាយនៅសៀមរាបនេះលោកយាយហ្នឹងហើយបើមើលទុកឲ្យគាត់ទ្រាំទៅគាត់តរុនតរាទៅហើយអស់លុយទៅទៀតណាវាមិនដែរម៉ែឈឺមិនយកទៅពេទ្យទេណ៎បងប្អូនណាស្គាល់យាយឆនបណ្ណាតហ្នឹងតែមិនយាយនឹងមីងបណ្ណាតគាត់ហ្នឹងត្រូវជាមីងហើយបាទស្អីទៀតបយអូឡ িম্প ិកយកតាមលោកឪខ្ញុំយកទៅកូនហើយកុំខឹងតាមឪអាបណ្ណាតអាបណ្ណាតច្រឡំសុំទោសមីងអើយសុំចូលរួមរំលែកទុកផងកូនអូឡ িম্প ិកសុខសប្បាយកូនណាថ្ងៃនេះបានខោអាវកូនអូឡ িম্প ិកឲ្យជំនាន់មុនសុភ័ណ្ឌកូនភ័ណ្ឌនៅម៉ាឡេគឺឲ្យរហូតឥឡូវគេឲ្យដែរប៉ុន្តែគ្នាវាពិបាកអញ្ចឹងកាលមុនយើងមិនទាន់ឆ្លោះគ្នាមួយផ្ទះលេខ2ហ្នឹងកូននៅម៉ាឡេគេម៉ាឡេសុកខ្មែរគេអាសាមកមិត្តភក្តិគាត់ណាគេជីកឡានតាមផ្ទះលេខ2មកដល់ពេលឥឡូវទៅមកមិនរួចទេដោយសារយើងបិទព្រំដែនត្រូវជីកកប៉ាល់ហោះដល់អញ្ចឹងអីវ៉ាន់ផ្ញើគេមិនផ្ញើទេអីវ៉ាន់កប៉ាល់ហោះហ្នឹងគឺវាត្រូវគេកំណត់20គីឡូកាលណាដាក់ខោអាវលោកគ្រូមហាជនថែមទៀតវាឡើង30គីឡូប៉ុន្តែប៉ុនវាជួយកាលពីមុនអាភ័ណ្ឌគេឧបត្ថម្ភគ្រប់គ្រងទៅមិនទាន់ជួយអស់មកទៀតបាទខោអាវហ្នឹងឥឡូវរៀងឡើងគីឡូគឺពាក់អាវឡុងឥឡូវអាភ័ណ្ឌគ្នាពិបាកយកមកគឺបានអាអូឡ িম্প ិកនេះឲ្យអញ្ចឹងទៅកាលមុនទៅសិង្ហបុរីពាក់អាវអាភ័ណ្ឌខ្លះពាក់អាវអូឡ িম্প ិកខ្លះពាក់ទៅគេសួរគ្រូខោអាវស្អាតស្អាតស្អាតអញ្ចឹងអ្នកមានបុណ្យគេឲ្យអញ្ចឹងអរគុណណាស់កូនអើយបានបុណ្យបានកុសលទាំងអស់គ្នាតាសុំទោសបានជម្រាបលាប៉ុណ្ណឹងជូនពរសុខសប្បាយសំណាងល្អថ្ងៃនេះនិយាយរោរាច្រើនតិចបាញ់កូនពៅបានចៅជូនពរចៅសុខសប្បាយថ្ងៃណានាំចៅមកលេងវិញចងដៃកាស្រីពៅនឹងគេប្រាប់ការព្រះអង្គគេបានចៅឯងទៅរើធៀបឃើញថ្ងៃមុនរើឃើញធៀបចំយ៉ាងអញហើយទេបដាហើយស្រីពៅស្អាតនឹងប្រាប់ការកូនអាការកោងអត់មានបានទៅការគេសោះទៅមើលធៀបបានគេបានចៅបាត់ហើយមួយឆ្នាំថ្ងៃណាមកលេងលោកឪវិញមកយកចំណងដៃចងដៃប្រុសព្រំឲ្យណាច្រៃធីអីក៏ដោយសុខសប្បាយទាំងអស់គ្នាណាសុខសប្បាយបញ្ចូលមុតថ្មីយកមកនាងអូឡ িম্প ិកយកមកច្រើនមកតាយកមកលេខធំឡើងគីឡូនេះកម្មពាក់សាយ L ចំនួនកូនភ័ណ្ឌឥឡូវកូនអូឡ িম্প ិកហ្នឹងក៏ឡើង XL ឥឡូវនោះបាទគីឡូឡើងលើប្រឹងសម្រកបាទសុខសប្បាយណាជម្រាបលាបាទហេងទាំងអស់គ្នា